នៅថ្ងៃមង្គលការខ្ញុំបានទទួលលិខិតជូនដំណឹងថាម៉ាក់ខ្ញុំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរម្ដាយរបស់អ្នកហូរឈាមក្នុងខួរក្បាលភ្លាមការវះកាត់ត្រូវចំណាយ$200,000អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប្រញាប់ទៅមន្ទីរពេទ្យឥឡូវនេះឃ្លូដល់ពេលចេញទៅហើយអ្នកទាំងអស់គ្នាកំពុងរងចាំយើងជូលៀនតើអ្នកមាន$200,000ទេខ្ញុំត្រូវការវាឥឡូវនេះកូនក្រមុំកំពុងសម្រាប់រង្វាន់ថ្ងៃមង្គលការ$200,000អ្នកពិតជាថោកទាបណាស់យើងបានទៅដល់មាត់ទ្វារសន្តិគារហើយនាងមកសុំបន្ថែមនៅនាទីចុងក្រោយទៀតឃ្លូតើអ្នកចង់មានន័យយ៉ាងម៉េចអ្នកសុំ$200,000ដូច្នេះមែនទេវាមិនមែនជាប្រាក់រង្វាន់ថ្ងៃមង្គលការទេវាគឺម៉ាក់ខ្ញុំអ្នកជំងឺសន្លប់បាត់ស្មារតីជូលៀនម៉ាក់ខ្ញុំពិតជាឈប់យើងបានរៀបការស្របច្បាប់ហើយពិធីមង្គលការនេះត្រូវតែបន្តមិនថាអ្នកចង់ឬមិនចង់ទេខ្ញុំនឹងមិនឲ្យសំបីតែ1សេនទេអ្នកជំងឺកំពុងខ្សោយផ្លូវដង្ហើមចាក់អាដ្រេណាលីនឲ្យនាងគ្មានពេលពន្យល់ទេលោកបើកត្រង់ទៅមន្ទីរពេទ្យប្រញាប់ប្រសិនបើនាងមិនបានប្រាក់រង្វាន់ថ្ងៃមង្គលការទេពិធីមង្គលការនឹងត្រូវលុបចានក្នុងមួយខែកន្លងទៅនេះខ្ញុំបានចុះហត្ថលេខាលើលិខិតធ្ងន់ធ្ងរចំនួន12ខ្ញុំនៅជាប់ក្បែរម៉ាក់ខ្ញុំទាំងយប់ទាំងថ្ងៃនៅទីបំផុតដោយសារមិនបានវះកាត់ទាន់ពេលនាងបានស្លាប់ទៅល្អណាស់កូនប្រុសខ្ញុំទើបតែអាយុជាង1ខែហើយគាត់មានចង្វាក់បេះដូងរួចទៅហើយខ្ញុំថាអ្នកពូកែណាស់សាក់លើកដំបូងក៏បានជូលៀនតើអ្នកចង់មានន័យយ៉ាងម៉េចកូនប្រុសខ្ញុំអីកូនក្រមុំរត់ចេញនៅថ្ងៃមង្គលការដូច្នេះខ្ញុំរកអ្នកផ្សេងដេកខុសត្រង់ណានៅយប់ដែលម៉ាក់ខ្ញុំស្ថិតក្នុងបន្ទាន់តាមពិតគាត់កំពុងសប្បាយជាមួយស្រីផ្សេងខ្ញុំបានប្រាប់អ្នករឿងនេះម្ដងហើយម្ដងទៀតថ្ងៃនោះម៉ាក់របស់ខ្ញុំមានជំងឺដាច់សរសៃឈាមខួរក្បាលភ្លាមហើយត្រូវការវះកាត់បន្ទាន់ម៉ាក់អ្នកជាម្ដងទៀតហេតុអ្វីមិននិយាយថានាងស្លាប់ហើយសុំលុយខ្ញុំសម្រាប់ថ្លៃបុណ្យសពអ្នកនិយាយម្ដងទៀតមើលប្រសិនបើអ្នកបានបង់លុយវកាត់សពជាងនេះម៉ាក់ណាប់ប្រហែលជាដែរអូឃ្លូគុំខឹងនឹងជូលៀនអីណាត់ទាំងពីរនៅជាមួយគ្នា5ឆ្នាំហើយទីបំផុតក៏បានរៀបការគុំឲ្យស្ថានភាពរបស់ខ្ញុំម៉ាក់ឃ្លូអ្នកធ្វើអ្វីក៏បានដែរដើម្បីលុយសំបីតែខ្លែងបន្លំសម្បត្តិមរណភាពឲ្យម៉ាក់អ្នកនាងតែងតែជាសម្លាញ់ដ៏ក្រអឺតក្រទុំនិងអាក្រក់មិនដូចអ្នកទេដែលស្លូតត្រង់និងចិត្តល្អពិតជាខ្វល់ពីខ្ញុំមែនជូលៀនយើងនៅជាមួយគ្នា5ឆ្នាំហើយស្នេហារបស់អ្នកភ័យស្រួយខ្លាំងមែនទេឃ្លូឥឡូវនេះខ្ញុំមានលុយច្រើនណាស់ជំនួសឲ្យការធ្វើល្បិចទាំងនេះគ្រាន់តែលុតជង្គង់អង្វរខ្ញុំប្រហែលជាខ្ញុំនឹងឲ្យអ្នកខ្លះដែរចេញទៅកុំមកចិត្តមិត្តស្រីរបស់ខ្ញុំមិត្តស្រីស្អាតបែបនេះហើយអ្នកឲ្យនាងចែកខិតបានសុំទោសឃ្លូខ្ញុំគ្មានអ្វីសោះធ្វើឲ្យអ្នកលំបាកជាមួយខ្ញុំកុំបារម្ភខ្ញុំនឹងរកលុយឲ្យបានច្រើនហើយនឹងមិនឲ្យអ្នកលំបាកទៀតឡើយដូច្នេះការសន្យាទាំងអស់នោះតើខ្ញុំម្នាក់ឯងទេដែលជឿវាសម្លាញ់ឃ្លូនៅជាមួយអ្នកបាន5ឆ្នាំហើយប្រសិនបើលើកនេះនាងលុតជង្គង់យូរគ្រប់គ្រាន់តើខ្ញុំអាចចែករំលែក$3លានដែលអ្នកឲ្យខ្ញុំចាយវាជាមួយនាងបានទេសម្លាញ់ទេមនុស្សស្រីដែលមានល្បិចកលដូចនាងមិនសមនឹងទទួលវាទេម៉ាក់សុំទោសខ្ញុំធ្វើឲ្យអ្នកខុសចិត្តខ្ញុំធ្វើឲ្យអ្នកខុសចិត្តជូលៀនយើងលែងលះគ្នាទៅអ្វីមិនអាចបានអូនក៏ទៅរកអ្នកផ្សេងឃ្លូហេតុម្ដេចបានជាខ្ញុំមិនដែលដឹងថាអូនឆ្លាតម្លេះឯងឆ្លាតណាស់មែននៅថ្ងៃដំបូងនៃអាពាហ៍ពិពាហ៍ឯងមានកូនជាមួយសម្លាញ់ឯងហ៊ានចោទប្រកាន់ពួកយើងឯងទារលុយបន្ថែមនៅថ្ងៃរៀបការរបស់ឯងប្រាក់រង្វាន់ថ្ងៃមង្គលការឯងមានសិទ្ធិអីមករ៉ាំងពួកយើងមិនឲ្យស្រឡាញ់គ្នាកុំប៉ះខ្ញុំពោះខ្ញុំចេញទៅមីយ៉ាអូនមិនអីទេសម្លាញ់ពោះខ្ញុំឈឺណាស់
កូននឹងមិនអីទេ គ្មាននរណាប៉ះនាងទេនាងដួលខ្លួនឯងអាចកើតអីតែម្នាក់នៅក្បែរនាងមានស្នាមរបួសធំប្រហែលជាត្រូវដេរបើមានអ្វីកើតឡើងដល់មីយ៉ានិងកូនខ្ញុំនឹងធ្វើឲ្យជីវិតឯងคล้ายជានរក ឯងគិតថាអាចលួចប្រុសខ្ញុំបានដូចជាឯងអាចប៉ុន្តែជូលៀនឯងថានឹងមិនដែរទុកឲ្យខ្ញុំឈឺចាប់ ចាប់ពីពេលនេះទៅចង់ញ៉ាំអីប្រាប់ខ្ញុំនឹងធ្វើម្ហូបឲ្យឯងកុំប្រថុយកាប់ខ្លួនឯង ជូលៀនហេតុអីឯងល្អជាមួយខ្ញុំម្លេះ ខ្ញុំនឹងរៀបការជាមួយឯងមិនខ្ញុំអាចទុកឯងឈឺចាប់រៀបការជាមួយខ្ញុំឃ្លូ លោកអេវ៉ាន់រៀបចំលិខិតលែងលះឲ្យខ្ញុំឆាប់តាមដែលអាចធ្វើបាន លោករ៉ាយលោកមានស្នេហាសម្ងាត់ចំពោះកញ្ញាស្មីជាច្រើនឆ្នាំលោកថែមទាំងបានត្រួសត្រាយផ្លូវដោយសម្ងាត់សម្រាប់អាជីពរបស់នាងនិងមិត្តប្រុសរបស់នាងឥឡូវពួកគេរៀបការហើយលោកប្រកាសទេថាមិនចង់ជួបនឹងនិយាយជាមួយនាងបើខ្ញុំឃើញនាងខ្ញុំនឹងមិនអាចលាក់អារម្មណ៍របស់ខ្ញុំចំពោះនាងបានទេយើងទៅកុំរំខានដល់សុភមង្គលរបស់នាង ការស្គាល់មុខបរាជ័យការចូលដោយគ្មានការអនុញ្ញាតមានរឿងអីផ្ទះខ្ញុំហេតុអីខ្ញុំចូលមិនបានលេខសម្ងាត់ខុសមិនអនុញ្ញាតឲ្យចូលម៉ាថាសូមបើកទ្វារឲ្យខ្ញុំបានទេ អ្នកស្រីលោកវ៉ាន់បានកំណត់ពេលចូលផ្ទះសម្រាប់អ្នកមិនអាចចូលមកក្រោយម៉ោង 7 បានទេឥឡូវម៉ោង 7:01 នាទីហើយអ្នកគួរតែទៅរកសន្តាគារមួយសម្រាប់យប់នេះឃ្លូនេះជាផ្ទះនាពេលអនាគតរបស់យើងទ្វារនេះនឹងបើកចំហសម្រាប់អ្នកជានិច្ច ចុះបើថ្ងៃមួយខ្ញុំភ្លេចកូនសរបស់ខ្ញុំ ស្នាមម្រាមដៃរបស់អ្នកមុខរបស់អ្នកគឺជាកូនសោមិនថាយប់ជ្រៅប៉ុណ្ណាទេខ្ញុំនឹងនៅផ្ទះរងចាំអ្នក ជូលៀនអ្នកមិនដែលកាន់តាមពាក្យសន្យាទេដើម្បីបងថ្លៃវះកាត់របស់ម្ដាយខ្ញុំជំពាក់បំណុលជាយូរមកហើយខ្ញុំនឹងរកលុយពីណាសម្រាប់សន្តាគារត្រជាក់ណាស់បើខ្ញុំស្លាប់ភ្លាមតើនោះមិនមែនជាការធូរស្រាលទេ ឃ្លូខ្ញុំសង្ឃឹមថាអ្នកនឹងសប្បាយជានិច្ច លោកស្រីតើអ្នកយកឈាមទាំងអស់នៅលើដៃរបស់អ្នកមកពីណាបើសិនតែក្រហមដែលអ្នកចូលចិត្ត តើអ្នកមិនបាននិយាយថាចង់លេងលះទេអីឥឡូវអ្នកត្រឡប់មកដោយគ្មានអៀនខ្មាស់ទេស្ដាយក្រោយហើយ ខ្ញុំមកយករបស់ខ្ញុំនឹងចាក់ចេញពេលដែលខ្ញុំបានវា ឈប់សម្ដែងទៅអ្នកមិនបានលុយអ្វីទេតើអ្នកអាចទ្រាំចាក់ចេញបានយ៉ាងម៉េច អូនិយាយអីឃ្លូជូលៀននិងខ្ញុំយប់មិញខណៈដែលយើងកំពុងដោយចៃដន្យធ្វើឲ្យសម្លៀកបំពាក់ខ្ញុំមកខ្វក់ថ្ងៃនេះខ្ញុំស្លៀកសម្លៀកបំពាក់របស់អ្នកមិនខ្វល់ទេមែនទេ ស្ត្រីដែលគេមានអ្វីឲ្យខ្វល់ អាហារពេលព្រឹករបស់លីអូរួចរាល់ហើយលីអូមិនដែរវាហាក់ដូចជាបបរមួយចាននេះសំនឹងរសជាតិរបស់លីអូជាង ប៉ុន្តែខ្ញុំធ្វើបរតែមួយចានទេធ្វើសម្រាប់លោកស្រីពិសេស តើមានចានផ្សេងទៀតទេញ៉ាំវាទៅ អ្នកបង្ខំខ្ញុំញ៉ាំសំណល់អាហារឆ្កែ អី
ខ្ញុំឲ្យអ្នកញ៉ាំបាយហើយអ្នកនៅតែត្អូញត្អែទៀតមនុស្សស្រីដូចអ្នកដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីលុយនៅក្រៅផ្ទះទាំងយប់ខ្ញុំភ្នាល់ថាពីបរិបផ្សេងទៀតនៅខាងក្រៅអ្នកបានញ៉ាំអ្វីដែលលោកខ្វក់ជាងនេះទៅទៀតហើយអាហារឆ្កែស្អាតជាងអ្នកទៅទៀត លោកស្រីជួយប្រប៉ាំដងទៀតមែនទេឲ្យខ្ញុំចំអន់លោកស្រីបន្ថែមទៀត ឈប់បញ្ហាក្រពះមិនសម្លាប់អ្នកទេកុំបារម្ភពីនាង ប៉ុន្តែបញ្ហាក្រពះរបស់លោកស្រីមិនអាចអត់បាយបានទេ ពិតមាត់អត់បាយមិនបានមែនទេដូច្នេះញ៉ាំឲ្យលឿនទៅឃ្លូបបរសណ្ដែកក្រហមដែលអ្នកចូលចិត្ត អ្នកមិនបាច់យកបាយព្រឹកមកឲ្យខ្ញុំរាល់ថ្ងៃទេ ខ្ញុំចង់ធ្វើឲ្យមនុស្សស្រីរបស់ខ្ញុំញ៉ាំឲ្យឆ្អែតដើម្បីកុំឲ្យអ្នកឈឺក្រពះម្ដងទៀត ស្នេហាដែលយើងធ្លាប់មានតើវាសុទ្ធតែជាការបំផន់មែនទេ ញ៉ាំ Julian ឃ្លូស្រឡាញ់លុយជាងគេចុះយ៉ាងណាអ្នកបង្រៀននាងឲ្យចេះញ៉ាំលុយ និយាយត្រូវ$10,000ក្នុងមួយខាំអ្នកថាយ៉ាងម៉េចឃ្លូនេះជាការស្នើល្អជាងពេលដែលអ្នករៀបការហើយទារប្រាក់$200,000ជាប្រាក់រង្វាន់ថ្ងៃមង្គលការញ៉ាំឲ្យអស់ទៅអ្នកស្រឡាញ់លុយមែនទេម៉ាថា លោក Vance នេះជាឯកសារពីការិយាល័យមេធាវី ឯកសារលេងលេះឥឡូវនេះអ្នកកំពុងលេងល្បិចអ្វីទៀតគំរាមខ្ញុំជាមួយការលេងលេះមែនទេឲ្យខ្ញុំវាត្រឡប់មកវិញឬក៏អ្នកគិតថាតាមវិធីនេះអ្នកនឹងបានលុយច្រើនជាង ខ្ញុំនឹងចាក់ចេញដោយគ្មានអ្វីសោះខ្ញុំមិនយកលុយអ្នកមួយសេនទេ បើអញ្ចឹងលុយទាំងអស់ដែលខ្ញុំបានចំណាយលើអ្នកអស់រយៈពេលប៉ុន្មានឆ្នាំនេះចាំសងឲ្យអស់1សេនក៏មិនខានពូកការប្រាក់ បាន មើលចុះចាក់ចេញដោយគ្មានអ្វីសោះរបៀបណាដែលអ្នកនឹងចិញ្ចឹមខ្លួនឯងនិងម្ដាយឈឺរបស់អ្នកម៉ាក់ថ្មបើគ្មានខ្ញុំនាងមិនអាចរស់បានទេពេលដល់ចំណុចនោះនាងនឹងត្រឡប់មកអង្វរសុំការអភ័យទោសពីខ្ញុំម្ដងទៀត Julian យើងយឺតពេលទៅពិនិត្យផ្ទៃពោះហើយយើងទៅ Picky បើប្រពន្ធចុះហត្ថលេខានៅទីនេះអ្នកស្រីអ្នកមិនអី មកថាពីនេះទៅគ្រាន់តែហៅខ្ញុំថាឃ្លូ ស្នេហានឹងស្អប់5ឆ្នាំនេះហាក់ដូចជាសុបិន អ្នកគឺជាមនុស្សដែលខ្ញុំនឹងរៀបការជាមួយខ្ញុំអាចឲ្យអ្នកឈឺចាប់បានដោយរបៀបណារៀបការជាមួយខ្ញុំឃ្លូ នៅថ្ងៃរៀបការរបស់យើងអ្នកឲ្យខ្ញុំចុះពីឡានដោយខ្លួនឯងហើយដើរចូលសន្តាគារអ្នកបាននិយាយថាបើខ្ញុំចង់បានលុយគ្មានផ្លូវទេនៅជាមួយគ្នា5ឆ្នាំអ្វីទាំងអស់ដែលខ្ញុំមាននៅក្នុងផ្ទះនេះមិនទាំងពេញមួយវ៉ាលីផងមិនអីទេយ៉ាងហោចណាស់ការចាក់ចេញវិញងាយស្រួលជាង ម៉ាក់ខ្ញុំសុំទោសដែលមិនអាចជួយសង្គ្រោះអ្នកបានហើយខ្ញុំក៏មិនបានក្លាយជាមនុស្សដែលអ្នកចង់ឲ្យខ្ញុំក្លាយជាដែរខ្ញុំលែងលះគ្នាហើយចេញមកដោយគ្មានអ្វីសោះខ្ញុំដឹងអ្នកតែងតែចង់ឲ្យខ្ញុំមានគ្រួសារប៉ុន្តែគ្រួសារនោះមិនដែលមែនជារបស់ខ្ញុំទេកុំបារម្ភខ្ញុំនឹងបន្តរស់ខ្ញុំនឹងរស់សម្រាប់យើងទាំងពីរ លោករ៉ៃតអរគុណចំពោះការជួយទុកចិត្តរបស់លោកចំពោះមន្ទីរពេទ្យស៊ីណាននិងការគាំទ្រគ្រប់យ៉ាងនេះ ឃ្លូ Julian គ្រូពេទ្យថាកូនរបស់យើងមានសុខភាពល្អណាស់នោះហើយជាកូនប្រុសខ្ញុំ តាំងពីអ្នកលែងលេះជាមួយឃ្លូពេលណាយើងទៅរៀបការ
Net skud hai, na akrat, chup nertino. សុំទោសនេះមិនមែនប្តីរបស់កញ្ញាស្មិចទេឃ្លូយើងសុំទោសចំពោះរឿងមុននេះគ្រាន់តែជាកាដូតូចមួយប៉ុណ្ណោះតើអ្នកដឹងទេថាខ្ញុំជានរណាចង់សុខខ្ញុំមែនទេ ចាស់នេះជាកាត់ខ្មៅដែលគ្មានដែនកំណត់ការចំណាយ មីយ៉ាអ្នកថាមិនដឹងរឿងទាំងនេះមែនទេ ជូលៀនយើងយកវាទៅមិនអីទេកុំធ្វើឲ្យវាធំដុំពេកចាត់ទុកវាជាពរជ័យមួយសម្រាប់កូនរបស់យើង មិនអីទេខ្ញុំស្ដាប់បង្គាប់អ្នកលើកក្រោយមើលផ្លូវឲ្យច្បាស់មើលទៅលោករ៉ាយអាចមានឱកាសហើយនាងមិនហើយ Kabinet menghen ta kron tai po kamlang ponno. Yang truk thwat is bantam tiet. លោករ៉ាយនេះមើលទៅដូចជាកត ក្មេងស្រីអកុសលគួរឲ្យសោកស្ដាយណាស់ម្ដាយរបស់នាងនៅថ្ងៃរៀបការរបស់នាងកើតជំងឺហូរឈាមក្នុងខួរក្បាលភ្លាមប្តីរបស់នាងនោះជាមនុស្សអាក្រក់ណាស់គ្រួសារគាត់មានលុយច្រើនណាស់តែគាត់មិនឲ្យនាងខ្ចីលុយសោះដូច្នេះការវះកាត់ម្ដាយនាងត្រូវពន្យាពេលហើយគាត់ក៏ស្លាប់ក្នុងរយៈពេល1ខែមិនទាន់ចប់នៅនឹងទេខ្ញុំមើលថានៅថ្ងៃដែលម្ដាយនាងស្លាប់នាងប្រទះឃើញប្តីរបស់នាងនាំស្រីកំណានទៅពិនិត្យផ្ទៃពោះនាងប្រហែលជាដួលសន្លប់ដោយសារតក់ស្លុតមួយនេះហើយគួរឲ្យសោកស្ដាយណាស់ អ្នកដែលពួកគេកំពុងនិយាយពីស្ដាប់ទៅដូចជាឃ្លោកខ្លាំងណាស់ ជូលៀនខ្ញុំនឿយហត់ហើយយើងចាក់ចេញពីទីនេះទៅ ឈ្មោះដែលអ្នកទើបតែនិយាយគឺអ្វី អ្នកជានរណា ប្រាប់ខ្ញុំមកនាងឈ្មោះអី ឃ្លូខ្ញុំមិនដឹងទេ ឈ្មោះរបស់នាងគឺឃ្លូមែនទេ មិនដឹងទេយើងទៅតែវា អញ្ចឹងពិនិត្យមើលឥឡូវនេះ លោកយើងមានច្បាប់មិនអាចបង្ហាញភាពឯកជនរបស់អ្នកជំងឺបានទេជូលៀនកុំធ្វើឲ្យពួកគេពិបាកជាងនេះទៀតប្រកាសណាស់ពួកគេមិនមែននិយាយអំពីឃ្លូទេបើមានរឿងអ្វីកើតឡើងមែនចំពោះម្ដាយនាងមានប្រកាសជាប្រាប់អ្នកគ្រាន់តែចង់យកលុយពីអ្នកប៉ុណ្ណោះ ត្រឹមត្រូវម្ដាយរបស់នាងគ្រាន់តែឈឺមិនក៏នាងស្លាប់ទៅវិញ តោះទៅទិញសម្លៀកបំពាក់ខ្លះសម្រាប់កូនខ្ញុំភ័យស្ទើរស្លាប់វ៉ាវបុរសនេះគឺជាប្តីចាស់អាក្រក់នោះហើយស្ត្រីនោះគឺជាស្រីកំណាន Lokrai. Kanya smit thwar hus kamlang chi yu mok hai. Ring kai robo ning o kamlang ting strong. Ning tra ka samrak nung chi ses bai oi ban trum tra. Bauman an cheng te vi nung ban sol tuk no ka khut kat yu dong wen. មិនក៏កើតឡើងយ៉ាងនេះ Lur pi ne tiet. Ro buf ni na lur daj robo kanya smit. Man ban pye bal ton pe veli te. Vi ach lang rut hai. ឃ្លូតើជូលៀនធ្វើអីដាក់អ្នកពិតប្រាកដលោករ៉ាយបានបញ្ជាក់ហើយកតនេះជារបស់ម្ដាយរបស់កញ្ញាស្មេកអ្នកថាម៉េច លោករ៉ាយម្ដាយរបស់កញ្ញាស្មេកបានចូលមន្ទីរពេទ្យដោយសារហូរឈាមខួរក្បាលកាលពីខែមុនដោយសារបង់លុយវះកាត់យឺតនាងក៏ខកខានឱកាសវះកាត់ការបង់ប្រាក់វះកាត់យឺត Ta chulin kumpong kabat te. Lokrai. Kapipi bait ngai mon. Mien na chumum na slap no man ti pet yung. Nước ngay đại con sray rbo kot tu ban vinya ban bro mai na phiep. Neng ban chup dai rbo ning, dai nam sray kam nan mak pinat ap tai pu. Merta het do chi. Nat tamu nu. Ku chim dai rbo kanya smai. ខ្ញុំដឹងថាស្ត្រីនោះមានអ្វីប្លែកនាងមើលទៅជិតស្និទ្ធជាមួយជូលៀនពេកមនុស្សថោកទាបអ្នកបានឃើញពួកគេទេលោករ៉ាយនៅពេលដែលកញ្ញាស្មេកដួលសន្លប់ភ្លាមខ្ញុំបានរារាំងពួកគេដូច្នេះកុំបារម្ភពួកគេមិនបានឃើញកញ្ញាស្មេកទេខ្ញុំគិតថាជូលៀននឹងឲ្យតម្លៃអ្នកដូចខ្ញុំដែរខ្ញុំបានទប់ខ្លួនមិនចង់រំខានអ្នក
ប៉ុន្តែផ្ទុយទៅវិញខ្ញុំបានឲ្យមនុស្សថោកទាបនោះឱកាសជន់ឈ្លីអ្នកនឹងលោកស្រីស្មេកកុំបារម្ភខ្ញុំនឹងធ្វើឲ្យគាត់សង់អ្នកទ្វេដងទៅរៀបចំអ្វីទាំងអស់ត្រូវប្រកាសថាការដេញថ្លៃទាំងអស់របស់ក្រុមវ៉ាន់ត្រូវបានអនុម័តលោករ៉ាយតើយើងមិនគួរកំទេចពួកគេទេពួកគេឡើងខ្ពស់ប៉ុណ្ណាធ្លាក់ខ្លាំងប៉ុណ្ណឹងខ្ញុំចង់ឲ្យគាត់នៅពេលដែលគាត់មានមោទនភាពបំផុតធ្លាក់ចុះហើយបែកខ្ទេចជាបំណែករាប់លានគុំទុកឱកាសឲ្យគាត់ងើបមកវិញបាទលោកសំឡាញ់មើលពណ៌នេះស័ក្តិសមនឹងខ្ញុំណាស់មែនទេអ្នកថាយើងទៅទិញរបស់ទារកមែនទេអីហេតុអ្វីបានជាអ្នកទិញរបស់ច្រើនសម្រាប់ខ្លួនឯងទៀតខ្ញុំអាឡូអ្នកកំពុងនិយាយថាក្រុម Horizon បានអនុម័តការដេញថ្លៃរបស់យើងទាំងអស់ល្អអស្ចារ្យណាស់ក្រុម Horizon នោះជាក្រុមហ៊ុនធំជាងគេបំផុតក្នុងប្រទេសហើយប្រធានរបស់ពួកគេគឺលោករ៉ាយជាបុរសអ្នកមានបំផុត Julian អ្នកនឹងធ្វើជាដៃគូជាមួយបុរសអ្នកមានបំផុតលោករ៉ាយក៏បានអញ្ជើញខ្ញុំទៅពិធីជប់លៀងឯកជនរបស់គាត់ក្នុងរយៈពេលប្រមាណថ្ងៃខាងមុខមើលទៅដូចជាទេពកោសល្យរបស់ Julian Van ទីបំផុតកំពុងត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នាខ្ញុំដឹងថាអ្នកល្អបំផុត Julian បុរសអ្នកមានបំផុតគាត់ពិតជាអ្នកមានជាងបុរសកំណាស់នោះ Julian ខ្ញុំក៏ចង់មើលពិភពលោកដែរខ្ញុំមិនដែលបានទៅពិធីជប់លៀងណាមួយទេចាំមើលខ្លួនឯណាបន្ទាប់ពីលោកស្រីចិនទៅព្រឹកនេះនាងនៅតែមិនទាន់ត្រឡប់មកវិញមិនទាន់ត្រឡប់មកវិញទេលោកបាត់អស់ពីថ្ងៃជាប់គ្នាហើយក៏មិនបានមកផ្ទះតតែសោះនាងពិតជាទៅរកបុរសចៃដន្យនៅខាងក្រៅមែនទេខ្ញុំនឹងសួរនាងថានាងអស់សង្ឃឹមរកបុរសប៉ុណ្ណាវិជ្ជាបណ្ឌិតឃ្លូភ្ញាក់ហើយអ្នកគឺខ្ញុំឈ្មោះលីអាមអ្នកមកវិញហើយទេខ្ញុំមកដល់ទីនេះដោយរបៀបណាកញ្ញាស្មីទីបំផុតណាប់ញាក់ហើយណាបានឌូសន្លប់នៅតាមច្រករបេងកាលពីម្សិលមិញសំណាងល្អលោករ៉ៃបានរកឃើញនៅតនពេលគាត់បាននាំអ្នកមកទីនេះគាត់មិនបានចាក់ចេញពីក្បែរណាតាំងពីពេលនោះមកនៅក្បែរក្រែរបស់ណាមិនដូចចាក់ទីប្តីរបស់ណាដែលក្បត់ណាទេវិជ្ជាបណ្ឌិតសុំទើសកញ្ញាស្មីយើងបាននិយាយហួសហេតុពេកយើងនឹងចាប់តាមពិនិត្យឯណាឥឡូវនេះមិនអីទេអ្នកមិនខុសទេឃ្លូចាប់ពីពេលនេះទៅខ្ញុំនឹងមិនឲ្យអ្នកណាមកសម្លុតអ្នកទៀតទេនាងមិនលើកទូរស័ព្ទទេលោកប្រហែលជានៅតែខឹងរងចាំអ្នកនិយាយលួងលោមនាងឲ្យត្រឡប់មកផ្ទះវិញនាងមិនសមនឹងលួងលោមទេ
បើនាងមិនចង់ត្រឡប់មកវិញក៏ទៅចុះបើគ្មានការអនុញ្ញាតពីខ្ញុំកុំឲ្យនរណាម្នាក់ឲ្យនាងចូលផ្ទះថ្ងៃនេះ លោកវ៉ាន់ស៍អ្នកស្រីប្រហែលជាចាក់ចិនមិនត្រឡប់មកវិញហើយ លោកទើបតែថាអី ព្រឹកនេះពេលអ្នកស្រីចាក់ចិននាងកំពុងអ៊ូស្វ៉ាលីសមួយហើយនាងទុកសពបន្ទុកកេងចាន តើនាងពិតជាចាក់ចេញពីខ្ញុំមែនទេ នាងស្រឡាញ់លុយណាស់មិនក៏នាងអាចទ្រាំចាក់ចេញពីអ្នកបាននាងប្រកាសជាគ្រាន់តែធ្វើពុតប៉ុណ្ណោះ ទេ ជូលៀន របស់លោកស្រីបាត់អស់ហើយ រូបថតមង្គលការនៅឯណាអាល់ប៊ុមរបស់យើងនៅឯណាបាត់អស់ហើយ លោកវ៉ាន់ស៍តើមានតែនេះទេ នាងបោះចោលរបស់យើងទាំងអស់ទេមិនអាចទេខ្ញុំត្រូវទៅរកនាងហើយសួរ ជូលៀនកុំធ្លាក់ក្នុងអន្ទាក់របស់នាងនាងរៀបចំរឿងនេះដោយចេតនាគ្រាន់តែចង់បានអ្វីមួយពីអ្នក លោកស្រីមិនមែនជាមនុស្សបាបនោះទេ តាំងពីពេលណាដែលអ្នកបម្រើដូចអ្នកមានសិទ្ធិនិយាយ ខ្ញុំគ្រាន់តែជាអ្នកបម្រើក្នុងតែប៉ុន្តែខ្ញុំបានឃើញលោកវ៉ាន់ស៍និងលោកស្រីពីការស្គាល់គ្នារហូតដល់រៀបការលោកវ៉ាន់ស៍នៅពេលលោកបែកបាក់ជាមួយឪពុកហើយគាត់កាត់ផ្តាច់គំនួនហេរ៉ុនវត្តគឺលោកស្រីដែលទៅជាមួយលោកក្នុងការប្រជុំរៀងរាល់ថ្ងៃហើយទៅទួលលោកពីពិធីជប់លៀងពេលយប់ពេលលោកដើរខ្លួនខ្លាំងហើយដួលសន្លប់លោកស្រីមិនដែលចាត់ចិនពីលោកទេលោកបានសន្យាថានឹងមើលថែនាងឲ្យបានល្អជារៀងរហូតប៉ុន្តែក្នុងមួយខែនៃអាពាហ៍ពិពាហ៍នេះលោកស្រីយំយ៉ាងខ្លាំងរៀងរាល់ថ្ងៃថែតែម្ដាយរបស់នាងខ្នត់ដែលត្រូវទ្រាំទ្រនឹងពាក្យសម្ដីតេះដៀលនឹងការប្រមាថរបស់លោកប្រសិនបើនាងពិតជាចង់បានលុយរបស់លោកមែនហេតុអ្វីបានជានាងនៅជាប់លោកតាមរយៈគ្រាលំបាកទាំងតនោះហើយហេតុអ្វីបានជាលោកនាងចាក់ចេញដោយគ្មានអ្វីសោះសូម្បីតែយករបស់មានតម្លៃមួយក៏មិនយក ខ្ញុំចាក់ចេញដោយគ្មានអ្វីសោះខ្ញុំនឹងមិនយកលោកសំបីតែមួយសេន ឃ្លូមិនបានជាអូនខូចខើម្លេះអូនពិតជាចាក់ចេញពីខ្ញុំមែនទេ ជូលៀនកុំស្ដាប់នាងឃ្លូប្រកាសជាបង្រៀននាងឲ្យនិយាយបែបនោះ លោកស្រីតែងតែនិយាយត្រង់មិនដូចកញ្ញាមីយ៉ាទេនាងលែងល្បិចច្រើនណាស់ ជូលៀនមើលនាងឃ្លូលោកភ្លុនលុយណាស់មិនក៏នាងអាចទ្រាំចាក់ចេញបានជូលៀនជាបុរសចិញ្ចឹមឥឡូវនាងធ្វើពុតចាក់ចេញសុទ្ធតែជាការសម្ដែង ទេលើកនេះនាងមិនមែនសម្ដែងទេ លុយដែលអ្នកបានចំណាយលើខ្ញុំអស់រយៈពេលប៉ុន្មានឆ្នាំរួមទាំងការប្រាក់សរុបជា$20,000ចាប់ពីពេលនេះទៅខ្ញុំនឹងផ្ទេរលុយចូលកាតនេះជាប្រចាំរហូតដល់សងអស់ លើកនេះនាងពិតជាចង់ចាក់ចេញពីខ្ញុំមែន ប្រសិនបើគាត់ដឹងថាឃ្លូពិតជាចង់បានតែស្នេហារបស់គាត់តើខ្ញុំអាចបន្តធ្វើជាស្រីមុខពីរហើយយកលុយគាត់បានយ៉ាងដូចម្ដេចអ្នកភ្លេចហើយជូលៀននៅថ្ងៃមង្គលការរបស់អ្នកនាងទារប្រាក់រង្វាន់ថ្ងៃមង្គលការទុកអ្នកនៅតែម្នាក់ឯងនៅសន្តាគារហើយបន្ទាប់មកនាងក៏ហកថាម្ដាយនាងឈឺនាងពូកែធ្វើជាអ្នករងគ្រោះបំផុតនាងចេញទៅក្រៅរាល់យប់អស់មួយខែមកហើយឥឡូវនាងប្រញាប់កាត់ចំណងជាមួយអ្នកនាងប្រហែលជារកឃើញគោលដៅថ្មីហើយនាងរត់ទៅរកស្នេហាថ្មី ល្អណាស់ឃ្លូតើអ្នកគិតថាបើគ្មានខ្ញុំជូលៀនសម្លាញ់តូចដូចអ្នកនៅតែអាចរកបរិសចិញ្ចឹមអ្នកមានបានទេ គ្រាន់តែថាជូលៀនអ្នកក្មេងហើយជោគជ័យអ្នកហ៊ាននឹងចាប់ដៃគូជាមួយបរិសអ្នកមានបំផុតលីអាមអនាគតអ្នកគ្មានដែនកំណត់ឃ្លូគ្រាន់តែខ្វាក់ភ្នែក មីយ៉ានៅក្នុងពិធីរាំឯកជនរបស់លោករ៉ាយនៅប៉ុន្មានថ្ងៃទៀតអ្នកអាចចូលរួមក្នុងនាមជាមិត្តស្រីរបស់ខ្ញុំចង់ធ្វើឲ្យប្រាកដថាមនុស្សល្ងងខ្វាក់នោះយកអ្វីដែលនាងពិតជាបាត់បង់ អូខេខ្ញុំនឹងធ្វើតាមអ្វីដែលជូលៀនប្រាប់ លោកស្រីគាត់មិនសមនឹងចិត្តស្មោះរបស់លោកស្រីទេការចាក់ចេញពីគាត់គឺជាជំរឿស្រឹមត្រូវ បាក់ថ្ងៃរះហើយ ច
លីអាមអ្នកមកទីនេះធ្វើអី គ្រាន់តែទំនេរបន្តិចខ្ញុំគិតថានឹងមកទទួលអ្នកពីមន្ទីរពេទ្យបានយកអាហារពេលព្រឹកមកឲ្យអ្នកតាមពិតទៅលោករ៉ាយបានលេងការវិភាគទាំងអស់ថ្ងៃនេះហើយគ្រាន់តែសម្រាប់បបរសណ្ដែកក្រហមដែលអ្នកចូលចិត្តមួយចាននេះគាត់បើកឡានបន្ថែម1ម៉ោងវាពិតជាចេញពីផ្លូវគាត់ទាំងស្រុងជំនួយការខាត់ត អរគុណលីអាម មិនអីទេកញ្ញាស្មេកកំពុងតែរក្សាគម្លាតមែនមើលទៅលោករ៉ាយនៅមានផ្លូវវែងឆ្ងាយដើម្បីឈ្នះចិត្តនាងឃ្លូខ្ញុំមានអចលនទ្រព្យទំនេរមួយចំនួនក្នុងនាមខ្ញុំវាទាំងអស់ស្ថិតនៅកន្លែងល្អអ្នកអាចជ្រើសរើសមួយដែលអ្នកចូលចិត្តហើយស្នាក់នៅទីនោះមួយរយៈ លីអាមខ្ញុំដឹងគុណចំពោះចិត្តល្អរបស់អ្នកប៉ុន្តែខ្ញុំនឹងរកកន្លែងស្នាក់នៅដោយខ្លួនឯងសម្រាប់ការចំណាយទាំងអស់ថ្មីនេះនិងថ្លៃមន្ទីរពេទ្យខ្ញុំនឹងសងអ្នកបន្តិចម្ដង ឃ្លូ លីអាមអ្នកដឹងទេខ្ញុំទើបតែចេញពីអាពាហ៍ពិពាហ៍ដែលបរាជ័យខ្ញុំគ្រាន់តែចង់រៀបចំជីវិតរបស់ខ្ញុំហើយរស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ពេលនេះខ្ញុំគ្មានចេតនាចាប់ផ្ដើមទំនាក់ទំនងថ្មីទេ ឃ្លូខ្ញុំធ្វើទាំងអស់នេះមិនមែនដើម្បីនៅជាមួយអ្នកទេយ៉ាងហោចណាស់ក៏មិនមែនពេលនេះដែរខ្ញុំគ្រាន់តែចង់នៅជាមួយអ្នកថែរក្សាអ្នកទោះបីជាគ្រាន់តែជាបងប្រុសក៏ដោយជាមិត្តចាស់កុំច្រានខ្ញុំចេញលឿនពេកយល់ទេនេះជាលើកដំបូងដែលខ្ញុំឃើញលោករ៉ាយអង្វរបែបនេះ អូខេ អូនិយាយអីយប់នេះខ្ញុំមានពិធីជប់លៀងឯកជនមួយខ្ញុំចង់អញ្ជើញអ្នកទំនេរទេ អញ្ជើញខ្ញុំហេតុអ្វី ព្រោះខ្ញុំក៏បានផ្ញើលិខិតអញ្ជើញទៅជូលៀននិងសាម៉ាន់ថាតាមផែនការរបស់លោករ៉ាយពិធីជប់លៀងនេះគឺជាកន្លែងដែលពួកគេនឹងក្រុមវ៉ាន់នឹងបាត់ខ្លួនទាំងស្រុងពីទីក្រុងឆ្នេរកញ្ញាស្មេកអតីតស្វាមីរបស់អ្នកនិងអ្នកបំផ្លាញគ្រួសារនោះទីបំផុតនឹងទៅនរកអ្នកត្រូវតែមើលដោយខ្លួនឯងលោករ៉ាយលោកបានសម្លឹងមើលទំព័រដែលនេះអស់កន្លះម៉ោងហើយលោកមិនទាន់បានបើកសំបីតែមួយទំព័រផងការធ្វើខ្លួនឆាតឆំដូចនេះមិនអាចឈ្នះចិត្តកញ្ញាស្មេកបានទេខ្ញុំមកជួយហើយលោករ៉ាយកញ្ញាស្មេកសុំទោសមានឆ្មាមួយរត់ចេញទៅអ្នកមិនអីទេ ខ្ញុំមិនអីទេយើងមកដល់ហើយលីអាមអ្នកមិនទាន់បានបញ្ចប់ឯកសាររបស់អ្នកទេហេតុអ្វីអ្នកមិនបន្តធ្វើការទៅខ្ញុំអាចទៅជ្រើសរើសរកដោយខ្លួនឯងបាន អូខេនេះយកកាតនេះទៅ លីអាមខ្ញុំអាចចេញលុយទិញរ៉ូបដោយខ្លួនឯងបាន ខ្ញុំបានអញ្ជើញអ្នកទៅពិធីរំអ្នកបានយល់ព្រមមកជាមួយខ្ញុំដូច្នេះតម្លៃរ៉ូបគួរតែខ្ញុំចេញឃ្លូសូមកុំបដិសេធម្ដងទៀតបានទេ ខ្ញុំបានជួយជូលៀនចាប់ផ្ដើមអាជីវកម្មរបស់គាត់អស់រយៈពេល5ឆ្នាំប៉ុន្តែខ្ញុំបានបញ្ចប់ដោយចាក់ចេញដោយគ្មានអ្វីសោះប៉ុន្តែបុរសម្នាក់នេះដែលខ្ញុំមិនបានជួបជាង10ឆ្នាំចង់ឲ្យអ្វីទាំងអស់ដល់ខ្ញុំខ្លាំងណាស់អូខេ ខ្ញុំនឹងចេញទៅឥឡូវនេះ លោករ៉ាយហេតុអ្វីបានជាលោកមិនព្យាយាមឲ្យខ្លាំងជាងនេះដើម្បីអំកញ្ញាស្មេកទៅជ្រើសរើសរកនោះជាឱកាសដ៏ល្អឥតខ្ចោះដើម្បីចូលទៅជិតស្និទ្ធខ្ញុំមិនចង់ដាក់សម្ពាធនាងខ្លាំងពេកទេខ្ញុំសុខចិត្តធ្វើតាមរបៀបរបស់នាងហើយរងចាំនាងដោយអត់ធ្មត់រហូតដល់ថ្ងៃដែលនាងទទួលយកខ្ញុំសូមរៀបចំការទាំងអស់ឲ្យពួកគេថែទាំខ្លួនឲ្យបានល្អប៉ុន្តែកុំរំខាននាងពេកគ្រាន់តែប្រាប់ថានាងជាភ្ញៀវកិត្តិយសរបស់ខ្ញុំបាទ សូមស្វាគមន៍តើនាមត្រកូលរបស់អ្នកជាអ្វីស្មេក
ដូច្នេះនាងជាភ្ញៀវពិសេសរបស់លោករ៉ាយកញ្ញាស្មេកបើខ្ញុំថែទាំនាងបានល្អខ្ញុំប្រកាសជាបានឡើងធ្វើជាអ្នកគ្រប់គ្រងតំបន់នៅឆ្នាំនេះតើអ្នកអាចបង្ហាញរូបរបស់អ្នកដល់ខ្ញុំបានទេពិតជាបានកញ្ញាស្មេកតាមផ្លូវនេះការប្រមូលម៉ូដខ្ពស់ចុងក្រោយរបស់យើងវានៅទីនេះទាំងអស់កុំប្រញាប់កញ្ញាស្មេកអ្នកមានរសជាតិឆ្ងាញ់ពិសេសណាស់រូបនេះរចនាដោយអ្នករចនាកម្ពុជារបស់យើងជាកំណែកំណត់ចំនួនមានតែ3នៅលើโลก Chloe តើអ្នកមានលទ្ធភាពមកកន្លែងនេះដោយរបៀបណា ហេតុអ្វីពួកគេ និយាយមកនរណានាំអ្នកមកទីនេះ យើងលែងលះគ្នាហើយតើវាពាក់ព័ន្ធអ្វីនឹងអ្នកក្លូហាងម៉ូដខ្ពស់នេះត្រូវបានវិនិយោគដោយបរិសអ្នកមានបំផុតគឺលោករ៉ាយវាជាម៉ាកប្រណេតកម្រិតកម្ពុជារបស់ពិភពលោករបស់មួយមុខតម្លៃដល់លេខ7ខ្ទង់អ្នកប្រកាសទេថាអាចទិញវាបាន Chloe កាលពីប៉ុន្មានថ្ងៃមុនពេលខ្ញុំបណ្ដេញអ្នកចេញអ្នកគ្មានលុយសំបីតែស្នាក់សន្តាគារឥឡូវនេះអ្នកហ៊ានដើរចូលមកទីនេះឬក៏អ្នកកំពុងប្រាប់ខ្ញុំថាអ្នករកឃើញបរិសចិញ្ចឹមថ្មីលឿនម្លេះហើយនោះជារបៀបដែលអ្នកបង់លុយសម្រាប់របស់ទាំងអស់នេះគួរឲ្យស្ដាយណាស់សង្គមអ្នកមាននៅទីក្រុងឆ្នេរមិនមែនជាកន្លែងសម្រាប់ស្ត្រីដែលរៀបការពីរដងដូចអ្នកអាចជ្រៀតចូលបាន លោកសូមលោកប្រយ័ត្នពាក្យសម្ដីផងកញ្ញាស្មេកគឺជាភ្ញៀវកិត្តិយសរបស់យើងប្រសិនបើលោកនៅតែបន្តរំខាននាងយើងនឹងត្រូវសុំឲ្យលោកចាក់ចេញ ហាភ្ញៀវកិត្តិយសនាងត្រូវបានគេបណ្ដេញចេញដោយគ្មានអ្វីជាអ្នកចាញ់ដែលគ្មានអ្វីសោះហើយអ្នកកំពុងចាត់ទុកនាងដូចជាភ្ញៀវកិត្តិយស អ្នកយកខុសអស់ហើយភ្ញៀវកិត្តិយសរបស់អ្នកគួរតែជាប្តីរបស់ខ្ញុំគាត់ជាប្រធានក្រុមវ៉ាន់គ្រាន់តែជាអ្នកជំនួញតូចតាចម្នាក់តែទើបតែចាប់ផ្ដើមអាជីវកម្មហើយអ្នកគិតថាគាត់មានសមត្ថភាពគ្រប់គ្រាន់ធ្វើជាភ្ញៀវកិត្តិយសរបស់យើងកញ្ញាស្មេករូបនេះគឺជាមនុស្សដែលលោករ៉ាយបានណែនាំយើងដោយផ្ទាល់ឲ្យថែទាំយ៉ាងល្អកញ្ញាស្មេករូបនេះត្រូវបានលោករ៉ាយណែនាំដោយផ្ទាល់ឲ្យបានការថែទាំយ៉ាងល្អលីអាំនៅតែដូចការយើងនៅក្មេងដដែលទោះបីគាត់មិននៅទីនេះក៏ដោយគាត់នៅតែធ្វើឲ្យខ្ញុំមានអារម្មណ៍សុវត្ថិភាព មិនអាចទៅរួចទេពេលដែលអ្នកនៅជាមួយខ្ញុំអ្នកគ្រាន់តែជាសម្លាញ់ដែលធ្វើតែការងារផ្ទះមិនបាច់និយាយពីអ្នកជាសម្លាញ់ដែលខ្ញុំលេងជាមួយអស់រយៈពេល5ឆ្នាំមកហើយធ្វើម៉េចបានអ្នកខ្លាយជាវេបរបស់លោករ៉ាយ ពីមុនខ្ញុំពិតជាខ្វាក់ភ្នែកណាស់តែត្រូវបរោះដោយគាត់បោកប្រាស់ចាំមើលជូលៀនកាលពីប៉ុន្មានថ្ងៃមុនលោករ៉ាយពិតជាបានអនុម័តទាំងអស់គម្រោងដេញថ្លៃរបស់ក្រុមហ៊ុនអ្នកលើពីនេះទៅទៀតគាត់ថែមទាំងផ្ញើឲ្យអ្នកដោយផ្ទាល់ការអញ្ជើញទៅពិធីបើកឯកជនគាត់ឲ្យតម្លៃយើងខ្លាំងណាស់យើងគួរតែជាភ្ញៀវកិត្តិយសរបស់គាត់ តាមផែនការរបស់លោករ៉ាយពិធីបើនេះជាកន្លែងដែលពួកគេនឹងក្រុមវ៉ាន់នឹងបាត់ខ្លួនទាំងស្រុងពីទីក្រុងឆ្នេរកញ្ញាស្មេកនៅថ្ងៃដែលអតីតស្វាមីនិងស្រីកំណានរបស់គាត់ទៅនរកអ្នកត្រូវតែឃើញដោយខ្លួនឯង ល្ងងទាំងពីរនាក់នោះគ្រាន់តែជាលីអាមដែលដាក់អន្ទាក់ឲ្យអ្នកគ្រប់គ្រងហាងនិយាយត្រូវ Horizon ពិតជាបានបង្កើតភាពជាដៃគូជាមួយក្រុមវ៉ាន់នេះ ឃើញទេឥឡូវអ្នកដឹងហើយថាអ្នកណាជាវេបពិតប្រាកដមែនទេ ច្បាស់ណាស់ជូលៀនជាមនុស្សមានទេពកោសល្យដែលលោករ៉ាយឲ្យតម្លៃដោយផ្ទាល់អ្នកពិតជាហ៊ានជ្រើសរើសអ្នកចាញ់ដែលគ្មានអ្វីសោះដែលចាក់ចេញដោយដៃទេហើយមកប្រមាថយើងកញ្ញាសុំទោសតើត្រកូលរបស់អ្នកឈ្មោះអ្វីជូន ជំនួយការខាត់តបាននិយាយថាកញ្ញាស្មេកតាមទូរស័ព្ទជូនស្មេកវាស្ដាប់ទៅស្រដៀងគ្នាតើខ្ញុំស្ដាប់ខុសឬលោកវ៉ាន់កញ្ញាជូនខ្ញុំសុំទោសវាជាកំហុសរបស់ខ្ញុំមិនបាននេះច្បាស់ទេខ្ញុំយល់ច្រឡំជំនួយការខាត់តហើយស្មេកជំនួសជូនខ្ញុំពិតជាខ្វាក់ភ្នែកមិនដឹងថាខ្ញុំកំពុងដោះស្រាយជាមួយអ្នកណាទេខ្ញុំសុំទោសស្ដាប់ខុស Chloe អ្នកអំនួតខ្លាំងពេកធ្វើឲ្យខ្ញុំខ្ពើមនៅថ្ងៃមង្គលការរបស់យើងព្រោះតែលុយអ្នកបង្ខំឲ្យខ្ញុំផ្ដល់ប្រាក់រង្វាន់ថ្ងៃមង្គលការដល់អ្នកហើយឥឡូវនេះអ្នកកំពុងលួចអត្តសញ្ញាណរបស់មីយ៉ាអ្នកគ្មានខ្មាស់អ៊ីនតតែសោះ Chloe អ្នកជាសម្លាញ់ក្រីក្រដែលចាក់ចេញដោយគ្មានអ្វីសោះហើយអ្នកនៅតែហ៊ានមកទីនេះអ្នកមិនអាចមានលទ្ធភាពទិញសំបីតែក្រណាត់មួយដុំនៅក្នុងហាងនេះអ្នកគួរតែដឹងពីឋានៈរបស់ខ្លួនដូច្នេះចេញពីទីនេះទៅឥឡូវនេះតើអ្នកកំពុងរងចាំអ្វីប្រញាប់ឡើងហើយបណ្ដេញសម្លាញ់នេះចេញតែកំពុងរំខានភ្ញៀវរបស់យើង ហឹម អ្នកណាថាខ្ញុំមិនទិញរោគនេះខ្ញុំយកវា
នោះគឺជារោគអ្នករចនាកំណត់ចំនួនមានតម្លៃ$6,280,000អ្នកមិនអាចមានលទ្ធភាពទិញសំបីតែ1ភាគតូចនៃតម្លៃនោះទេនេះគឺជាកាតមាសខ្មៅដែលមានតែអ្នកដែលមានទ្រព្យសម្បត្តិលើសពី$100,000,000,000ទើបអាចមានបាននៅលើពិភពលោកមានតែកាតមាសខ្មៅ3សន្លឹកទេបច្ចុប្បន្ននៅក្នុងប្រទេសមានតែលោករ៉ាយម្នាក់គត់ដែលមាន មិនអាចទេនេះមិនអាចជាការពិតទេ សូមគិតលុយផងคล้ายคล้ายកាតនេះប្រកាសជាคล้ายคล้ายឃ្លូគ្រាន់តែចង់រក្សាមុខអ្នកពិតជាคล้ายកាតខ្មៅមែនទេនេះជាការពិតប្រកបវាអាចប្រើបានកញ្ញាស្មេកខ្ញុំអាចសួរបានទេអំពីកាតមាសខ្មៅនេះតើលោករ៉ាយបានឲ្យវាដល់អ្នកមែនទេលោករ៉ាយបានបញ្ជាដោយផ្ទាល់ថាអ្នកគឺជាភ្ញៀវកិត្តិយសផែនការរបស់លីអាំមិនទាន់បានអនុវត្តនៅឡើយទេគួរតែលាក់ទុកសិនដើម្បីកុំឲ្យផែនការរបស់គាត់ខូចកាតនេះមិនមែនជារបស់គាត់ទេខ្ញុំដឹងហើយខ្ញុំដឹងថាគ្មានផ្លូវដែលគាត់អាចក្លាយជាភ្ញៀវកិត្តិយសរបស់លោករ៉ាយ ឃ្លូអ្នកលេងលះខ្ញុំកាលពីប៉ុន្មានថ្ងៃមុននេះហើយអ្នកក៏បានបរោះចិញ្ចឹមដល់សប្បុរសម្នាក់ទៀតផងឃ្លូអ្នកនឹងតែងតែពឹងផ្អែកលើបរោះហើយមិនដែលឈរដោយខ្លួនឯងបានឡើយ រស់ដោយពឹងបរោះយ៉ាងហោចណាស់បរោះដែលខ្ញុំនៅជាមួយមិនដូចអ្នកទេតែគ្រាន់តែអ៊ូធំហើយធ្វើជាអ្នកមានហើយគាត់មិនធ្វើបែបនោះទេនៅពេលម្ដាយខ្ញុំចិត្តស្លាប់តែគ្មានចិត្តអាណិតរហូតបដិសេធមិនឲ្យខ្ចីសំបីតែមួយសេនពិតមកទៅវាគ្រាន់តែជាសម្លៀកបំពាក់កំណៃកំណត់មួយប៉ុណ្ណោះជូលៀនក៏អាចទិញឲ្យខ្ញុំបានដែរ ត្រូវហើយមួយនោះរុំវាផង ប្រាក់មិនគ្រប់លោកវ៉ាន់សកាតរបស់លោកមិនមានប្រាក់គ្រប់គ្រាន់ទេសាកល្បងកាត់ផ្សេងទៀត លុយមិនគ្រប់ទេលោកនៅតែមិនគ្រប់លោកលុយមិនគ្រប់លោកវ៉ាន់សនៅតែមិនគ្រប់របស់ចំនួនកំណត់នេះតម្លៃ$5,900,000កាតរបស់អ្នកបានអស់លុយទាំងអស់ហើយ នេះជាអាកប្បកិរិយាអ្វីលុយរបស់ខ្ញុំជាប់នៅក្នុងគម្រោងទាំងអស់នឹងហើយទើបវាមិនគ្រប់ ជូលៀនប្រហែលជាយើងគួរទៅសាកហាងផ្សេង ឃ្លូកុំអំនួតពេកនៅពេលដែលខ្ញុំទៅចូលរួមពិធីជប់លៀងរបស់លោករ៉ាយយប់នេះហើយបញ្ចប់កិច្ចព្រមព្រៀងជាមួយ Horizon ខ្ញុំនឹងជោគជ័យយ៉ាងឆាប់បន្ទាប់មកខ្ញុំនឹងធ្វើឲ្យអ្នកលុតជង្គង់នៅមុខខ្ញុំហើយអង្វរទៅ អ្នកដែលនឹងស្ដាយក្រោយប្រហែលជាអ្នកផ្សេងទាំងស្រុង លោកវ៉ាន់សលោកមេងហើយជោគជ័យណាស់ហើយលោកថែមទាំងបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរ៉ែនទៀតចាប់ពីពេលនេះទៅក្រុមវ៉ាន់សនឹងឈានដល់កំពឹសថ្មី លោកដាវីសលោកសប្បុរសពេកហើយ អូនយ៉ាងអីខ្ញុំពាក្យស្ចាំអារាមបន្តិចពិធីជប់លៀងរបស់លោករ៉ាយយប់នេះតាមពិតគឺសម្រាប់តែស្ត្រីដែលគាត់ស្រឡាញ់ហើយខ្ញុំមកថាគាត់ជាគូស្នេហ៍កាលពីក្មេងរបស់គាត់ថែមទាំងត្រឡប់មកប្រទេសវិញដើម្បីនឹងទៀត លោករ៉ាយប្រឹងប្រែងយ៉ាងខ្លាំងដូច្នេះស្នេហាពិតរបស់គាត់ប្រកាសជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់មីយ៉ាយើងត្រូវតែស្គាល់នាងឲ្យច្បាស់ ហើយនេះគឺជាលោកស្រីវ៉ាន់សមែនទេ ខ្ញុំលែងលះគ្នាហើយនាងជាមិត្តស្រីរបស់ខ្ញុំសាមញ្ញថា កញ្ញាជូនសនិងលោកវ៉ាន់សនៅជាមួយគ្នាពិតជាគូដ៏ល្អចាមែន អរគុណប៉ុន្តែខ្ញុំនៅតែមិនអាចប្រៀបស្មើនឹងឃ្លូបានទេប្រសិនបើមិនមែនដោយសារនាងទូចឲ្យលែងលះទេខ្ញុំប្រហែលជាគ្មានសិទ្ធិឈរក្បែរជូលៀនទេ ឃ្លូគ្រាន់តែជាស្ត្រីម្នាក់ដែលតែងតែចង់បានតែលុយនាងមិនអាចប្រៀបធៀបនឹងអ្នកទេមីយ៉ា ពិតមែនហើយប្រភេទស្ត្រីដែលចិត្តចង្អៀតនិងមានល្បិចលបើគ្មានណាទេអ្វីដែលល្អបំផុតដែលនាងអាចធ្វើបានគឺស្វែងរកចាស់បើខូចអ្នកមានណាម្នាក់ហាហាហា
លីអាមលីអាមណែណា លោករ៉ាយមានកិច្ចប្រជុំបន្ទាន់ហើយនឹងមកយឺតបន្តិច មិនអីទេការងារសំខាន់ជាងគេ ខ្ញុំសុំទោសកញ្ញាស្មេតខ្ញុំបានឮពីហេតុការណ៍នៅហាងលក់សម្លៀកបំពាក់ខ្ញុំមិនបានបញ្ជាក់ឲ្យច្បាស់ខ្ញុំបានបណ្ដេញអ្នកលក់និងអ្នកគ្រប់គ្រងហាងរួចហើយខ្ញុំក៏នឹងសុំទោសលោករ៉ាយនៅពេលក្រោយ មិនអីទេខ្ញុំមិនបានខូចខាតអ្វីទេដូចជាត្រូវឆ្កែខាំប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំមិនបានពន្យាពេលផែនការរបស់លីអាម ទេមិនមែនតតែសោះកុំបារម្ភការសម្ដែងយប់នេះប្រកាសជាធ្វើឲ្យអ្នកពេញចិត្តអូនិយាយអីលោករ៉ាយបានសុំឲ្យខ្ញុំយករបស់នេះមកឲ្យអ្នក ទេខ្ញុំទទួលយកមិនបានទេ បើខ្ញុំមិនប្រគល់អំណោយនេះទេខ្ញុំនឹងត្រូវបណ្ដេញចេញសូមជួយខ្ញុំផងកញ្ញាស្មេត អូខេ ឃ្លូ នោះជាជំនួយការរបស់លោករ៉ែនហើយគាត់គួរសំណះចំពោះ Strict ដែលនៅជាមួយគាត់ តើអាចជា នាងគឺជាស្នេហាពិតរបស់លោករ៉ែ រឿងនេះ តើអ្នកតែទៅរួចដោយរបៀបណា នារីនោះឃ្លូតើនាងចូលមកបានដោយរបៀបណា ជំនួយការខាត់តឥឡូវនេះណាត់ដំណើរទេយើងចាំនិយាយជាមួយលោករ៉ែនអំពីភាពជាដៃគូនាពេលអនាគតរបស់យើងសូមទោស ទៅចុះខ្ញុំមិនអីទេខ្ញុំគ្រាន់តែគិតចង់ដើរមើលជុំវិញដោយខ្លួនឯងប៉ុណ្ណោះ អូខេបើត្រូវការអ្វីហៅខ្ញុំបានកញ្ញាសំបីតែជំនួយការខាតតក៏គោរពអ្នកខ្លាំងណាស់អ្នកពិតជាស្និទ្ធស្នាលជាមួយលោករ៉ាយណាស់នាមត្រកូលខ្ញុំគឺដាវីសខ្ញុំធ្វើជំនួញសម្ភារសំណងខ្ញុំអាចសួរបានទេខ្ញុំគួរហៅអ្នកថាម៉េចថាអ្នកអស្ចារ្យអ្វីនាងគ្រាន់តែជាមនុស្សស្រីរកតែលុយដែលនឹងធ្វើអ្វីទាំងអស់ដើម្បីលុយអ្វីត្រូវបរោះចិញ្ចឹមមុនបោះបង់ចោលហើយឥឡូវនាងរកអ្នកបន្ទាប់ហើយខ្ញុំយល់ខុសហើយធ្វើម៉េចបានលោករ៉ាយអាចចាប់អារម្មណ៍នឹងមនុស្សគ្មានតម្លៃបែបនេះ ឃ្លូមនុស្សដូចអ្នកអាចជ្រៀតចូលក្នុងពិធីជប់លៀងឯកជនរបស់លោករ៉ាយបានកុំប្រាប់ខ្ញុំថាអ្នកប្រើល្បិចមិនស្អាតដើម្បីចូលមកអ្វីអ្នកឡើងឋានៈដោយល្បិចចខ្វក់ហើយគិតថាអ្នកផ្សេងទៀតក៏ដូចអ្នកដែរ អ្នក ឃ្លូធ្ងន់ពេកហើយខ្ញុំតើខ្ញុំតឹងរឹងពេកទេអញ្ចឹងទៅបានសម្រាមដូចអ្នកមិនសមនឹងពាក្យផ្អែមល្ហែមទេ មនុស្សដូចអ្នកដែលលក់អ្វីទាំងអស់ដើម្បីលុយហ៊ាននិយាយពីម្យ៉ាងទេ ពេលនោះខ្ញុំងឹតភ្នែកណាស់មិនក៏ខ្ញុំស្រឡាញ់បុរសដូចគាត់ដែរ កណ្ណាស្មីតតើអ្នកមកទីនេះគ្រាន់តែព្រោះលោក Vance ឥឡូវកំពុងធ្វើការជាមួយលោករ៉ែនហើយទ្រព្យសម្បត្តិគាត់កើនឡើងសង្ឃឹមថានឹងត្រឡប់មកវិញដោយលូន អ្នកនិយាយត្រូវឃ្លូបើអ្នកចេះថាអ្វីល្អសម្រាប់ខ្លួនឯងអ្នកគួរតែលុតជង្គង់ហើយសុំទោសឥឡូវនេះគ្រាន់តែធ្វើជាអ្នកល្ងងព្រោះស្នេហាទៅប្រហែលបើខ្ញុំមានចិត្តទូលាយខ្ញុំប្រហែលអាចយល់ព្រម អ្នកនិយាយចប់ហើយបន្តសុបិនពេលថ្ងៃភ្លឺទៅ ចាំសិនតើកណ្ដៃរបស់អ្នកនោះដែលលោករ៉ៃបានទិញក្នុងការដេញថ្លៃកាលពី1ឆ្នាំមុនការថើបក្រំពលឺប្រច័ណ្ឌ មិនអាចទេ ត្រូវហើយនេះគឺជាការថើបក្រែមពលឺប្រច័ណ្ឌលោករ៉ៃបានចំណាយ$1000 លានសម្រាប់វាហើយឆ្នះគ្រប់គ្នានៅក្នុងការដេញថ្លៃ $1000 លាន តើវាអាចជា នាងពិតជាស្នេហាពិតរបស់លោករ៉ាយដែលគាត់តែងតែចង់បានមែនទេមិនអាចទៅរួចទេនាងជាមនុស្សគ្មានតម្លៃដែលអាចលក់ខ្លួនឯងសម្រាប់ប្រាក់$200,000ជាប្រាក់រង្វាន់ថ្ងៃមង្គលការតើនាងអាចស្គាល់លោករ៉ាយដោយរបៀបណា ឃ្លូឯងទិញកងដៃនេះតាមអនឡាញវាជារបស់ខ្លាំងៗមែនទេ ឃ្លូ
ភាពអួតអាងក៏មានដែនកំណត់ដែរពេញមួយជីវិតរបស់ឯងការជួបខ្ញុំជូលៀនគឺជាអ្វីដែលល្អបំផុតដែលឯងនឹងទទួលបាន ឯងឈួតមែនទេជូលៀនខ្ញុំគិតថាការបន្ទាបបន្ថោកថ្មីទាំងអស់របស់អ្នកគឺគ្រាន់តែដោយសារតែអ្នកលែងស្រឡាញ់ខ្ញុំទៀតហើយប៉ុន្តែយ៉ាងហោចណាស់ពេលវេលាល្អដែលយើងមានគឺពិតប្រាកដប៉ុន្តែឥឡូវនេះខ្ញុំឃើញច្បាស់អ្នកគ្រាន់តែជាមនុស្សថោកទាបទាំងស្រុងជូលៀនអ្នកធ្វើឲ្យខ្ញុំស្អប់ខ្ពើមវាគឺជាអ្នកដែលប្រើជំងឺរបស់ម្ដាយអ្នកដើម្បីបង្ខំជូលៀនឲ្យចំណាយប្រាក់យ៉ាងច្រើនសម្រាប់ប្រាក់រង្វាន់ថ្ងៃមង្គលការក្រោយរៀបការអ្នកកាន់តែហួសហេតុហើយទៅជាប់ជាមួយបរិសុទ្ធផ្សេងធ្វើឲ្យគាត់ឈឺចាប់ឈប់ធ្វើជាអ្នករងគ្រោះទៅអ្នកមិនស័ក្តិសមនិយាយអំពីម្ដាយខ្ញុំទេ អ្នកមិនអីទេ ខ្ញុំមិនអីទេប៉ុន្តែកូនរបស់យើងភ័យខ្លាច អីដឹងខុសហើយមីយ៉ានិយាយចំឃ្លូខ្ញុំមិនដែលដឹងថាអ្នកគ្មានអៀនខ្មាស់ដល់ម្លេះអ្នកថោកណាស់ហើយនៅតែបន្ទោសខ្ញុំហើយអ្នកថែមទាំងវីមីយ៉ាទៀត គ្រាន់តែមនុស្សមានតម្លៃហើយអ្នកហ៊ានធ្វើពុតជាអ្នករបស់លោករ៉ៃមកបង្កលីងនៅទីនេះសន្តិសិទ្ធចាប់សេរីឈួតនេះចេញទៅ ចាប់ស្ត្រីឈួតនេះចេញទៅ អ្នកទាំងអស់គ្នាឈប់ឥឡូវនេះ ឈប់ទៅអ្នកទាំងដកនេះ ថយចេញអ្នកមិនអីទេ ខ្ញុំមិនអីទេ អ្នកអាចដកកាតខ្មៅចេញបានមែនទេឃ្លូមើលទៅដូចជាបរិសុទ្ធអ្នកមានដែលអ្នកតោងជាប់ម្ដងនេះពិតជាខំប្រឹងអស់ពីចិត្តមែនទេគួរឲ្យស្ដាយអត់មានអ្វីពិសេសទេខ្ញុំណែនាំអ្នកឲ្យប្រយ័ត្នមាត់ផងបើលោករ៉ៃដឹងអំពីពាក្យចាំអារាមអំពីកញ្ញាស្មេកនឹងខ្ញុំស្លាប់ហើយ លោកវ៉ាន់សប្រពន្ធចាស់របស់លោកក៏ស្គាល់ជំនួយការខាត់តដែរជំនួយការខាត់តចេះជំនួយការខាត់តជាមនុស្សជញ្ជាក់បំផុតរបស់លោករ៉ៃ គាត់តែងតែធ្វើធំ ហើយលោកគាត់បែរជាបារម្ភពីប្រពន្ធចាស់របស់លោក និយាយឲ្យស្ដាប់ទៅថ្លៃថ្នូរនៅទីបំផុតគាត់គ្រាន់តែជាអ្នកបម្រើជំនួយការខាត់តមែនទេខ្ញុំជាជូលៀនមកពីក្រុមវ៉ាន់អូ ប្រយ័ត្នអាកប្បកិរិយារបស់អ្នកជូលៀនគឺជាដៃគូអាជីវកម្មធំជាងគេរបស់លោករ៉ៃនាពេលនេះគាត់មិនមែនជាមនុស្សដែលជំនួយការតូចដូចអ្នកអាចញញែកជាមួយបានទេ ខ្ញុំមិនខ្វល់ពីរឿងឥតប្រយោជន៍ទាំងនោះទេប៉ុន្តែខ្ញុំនឹងឲ្យដំបូន្មានមួយដល់អ្នកនៅឲ្យឆ្ងាយពីស្ត្រីម្នាក់នេះនាងគ្មានអៀនខ្មាស់គិតតែរឿងលុយហើយម្ដាយក៏ជិតស្លាប់ក្នុងនាមជាអតីតស្វាមីរបស់នាងខ្ញុំដឹងច្បាស់ថានាងថោកទាបប៉ុណ្ណានៅក្នុងចិត្តអ្នកគួរតែចាក់ចេញឥឡូវនេះហើយសន្សំលុយរបស់អ្នកទៅ រឿងចាស់ដែលម្ដងហើយម្ដងទៀត លោកវ៉ាន់អ្នកមិនធុញទ្រាន់នឹងការតែងរឿងកុហកទេដោយសារអ្នកចូលចិត្តឬសំណល់របស់ខ្ញុំច្រើនម្លេះទៅចុះអ្នកជាមនុស្សថោកទាបដែលក្បត់ពេលរៀបការបង្កើតកូនក្រៅខ្នាតមិនអើពើម្ដាយប្រពន្ធរបស់អ្នកពេលគាត់ឈឺធ្ងន់ហើយថែមទាំងនាំស្រីកំណានរបស់អ្នកចូលក្នុងផ្ទះហើយអ្នកនៅតែបង្កាច់បង្ខូចកញ្ញាស្មេកទៀតតើអ្នកមិនខ្លាចកម្មផលតាមទាន់អ្នកទេហើយត្រូវឡានបុកពេលចេញទៅក្រៅ ជូលៀនគ្រាន់តែចង់ល្អហើយព្យាយាមរំលឹកអ្នកប៉ុណ្ណោះបើអ្នកមិនជឿគាត់ទេមិនចាំបាច់ឈ្លានពានបែបនេះទេ អ្នកគួរតែអរគុណដែលអ្នកជួបតែខ្ញុំនិងអណ្ដាតមុតរបស់ខ្ញុំបើលោករ៉ៃបានឃើញពីរបៀបដែលអ្នកប្រព្រឹត្តចំពោះកញ្ញាស្មេកអ្នកស្លាប់800ដងហើយនិយាយដល់នឹងលោករ៉ៃគួរតែមកដល់ឆាប់មែនទេអ្នកគ្រាន់តែជាអ្នកក្រីក្រគ្មានអ្នករាប់អានហើយអ្នកហ៊ាននិយាយជាមួយខ្ញុំបែបនេះខ្ញុំជាដៃគូដែលលោករ៉ៃជ្រើសរើសដោយផ្ទាល់ជឿខ្ញុំមួយពាក្យរបស់ខ្ញុំលោករ៉ៃនឹងបណ្ដេញអ្នកចេញដៃគូអ្នកនឹងមិនបានធ្វើជាដៃគូយូរទេតើអ្នកចង់និយាយអីនោះមិនមានន័យអ្វីទេអ្នកគ្រាន់តែជាបុគ្គលិកកម្រិតទាបហើយអ្នកហ៊ានសម្រេចចិត្តជំនួសថៅកែរបស់អ្នកទេមើលទៅខ្ញុំត្រូវនិយាយជាមួយលោករ៉ៃបានបញ្ជាគុំឲ្យដាស់ស្ត្រូវមុនពេលបិទសំណាញ់ឲ្យអ្នករីករាយនឹងពេលវេលារបស់អ្នកមួយរយៈសិនទៅឃ្លូតើតាមអ្នកធ្វើការក្រៅគេម្នាក់តើអ្នកមានអនាគតអ្វីហេតុអ្វីមិនលុបជង្គង់អង្វរទៅក្នុងនាមរយៈពេល5ឆ្នាំដែលយើងនៅជាមួយគ្នាខ្ញុំអាចបន្តឲ្យលុយអ្នកបានដូចជារក្សាស្រីកំណានប៉ុន្តែគុំសង្ឃឹមថានឹងបានឋានៈអ្វីប្រពន្ធខ្ញុំមិនអាចក្លាយជាស្ត្រីដែលលោភលន់ដូចអ្នកឡើយអញ្ចឹងសម្រាប់មនុស្សដូចអ្នកនោះជាពលដ៏ធំរួចទៅហើយមែនទេពលមែនទេអញ្ចឹងយកពលរបស់ខ្ញុំទៅមុនសិនទៅអ្នកហ៊ានវាខ្ញុំទេជូលៀនលេងខ្ញុំទៅជឿខ្ញុំអាចធ្វើឲ្យលោករ៉ៃបណ្ដេញអ្នកចេញឥឡូវនេះ
សុំទោសប៉ុន្តែបើខ្ញុំប្រាប់សូម្បីតែមួយម៉ាត់ដែលអ្នកទើបតែនិយាយទៅកាន់កញ្ញាស្មេកទៅកាន់លោករ៉ាយនោះគ្រប់គ្រាន់សម្រាប់គាត់ធ្វើឲ្យអ្នកនិងក្រុមវ៉ាន់បាត់មុខពីទីក្រុងឆ្នេរភ្លាមសម្ដីឥតន័យខ្ញុំជាអ្នកដែលលោករ៉ាយទុកចិត្តបំផុតតែគូអាជីវកម្មតើគាត់អាចធ្វើបែបនោះសម្រាប់ស្ត្រីដែលគ្មានសារៈសំខាន់ម្នាក់ដោយរបៀបណាលោកវ៉ាន់ក្នុងនាមជាអតីតស្វាមីរបស់កញ្ញាស្មេកតើលោកមិនដឹងទេថាលោករ៉ាយជាគូស្នេហ៍កាលពីក្មេងរបស់នាងអូព្រះជាម្ចាស់ ឃ្លូអញ្ចឹងតើអ្នកពិតជាស្នេហាពិតរបស់លោករ៉ៃមែនទេ មិនអាចទេនាងជាអ្នកចាញ់ដែលគ្មានអ្វីសោះដែលធំឡើងក្នុងគ្រួសារដែលមានឪពុកម្ដាយតែមួយសម្លាញ់ដែលលក់ខ្លួនឯងសម្រាប់ប្រាក់រង្វាន់ថ្ងៃមង្គលការ$200,000នាងមិនអាចដឹងឡើយអ្នកមានឥទ្ធិពលដូចលោករ៉ាយ មនុស្សដូចអ្នកតែងតែប្រើគំនិតតខ្វក់របស់អ្នកដើម្បីវិនិច្ឆ័យអ្នកអតីតទាំងអស់វាច្បាស់ណាស់ថាអ្នកទាំងពីរសំគំនិតគ្នាប្រើឈ្មោះលោករ៉ាយដើម្បីបោកប្រាស់មនុស្សជាមួយឋានៈរបស់លោករ៉ាយតើគាត់អាចចូលចិត្តស្ត្រីលែងលះដូចអ្នកយ៉ាងណាទៅ ត្រូវហើយតើលោករ៉ៃអាចចូលចិត្តនាងយ៉ាងដូចម្ដេច តើមានអ្វីនៅក្នុងខ្ញុំដែលលីអាមអាចចូលចិត្ត កញ្ញាស្មេកកុំស្ដាប់ពាក្យមិនសមហេតុផលរបស់គេលោករ៉ាយ អ្នកទាំងអស់គ្នាចាប់អ្នកទាំងពីរនេះឥឡូវនេះយើងនឹងប្រកល់ពួកគេទៅលោករ៉ាយពេលគាត់មកដល់ប្រហែលជាលោករ៉ាយនឹងពេញចិត្តហើយផ្ដល់ការងារបន្ថែមទៀតដល់យើង ត្រឹមត្រូវបើយើងចាប់ពួកគេបានខ្ញុំប្រកាសជានិយាយជាមួយលោករ៉ាយហើយនិយាយល្អសម្រាប់អ្នកទាំងអស់គ្នា កញ្ញាជូននិយាយត្រូវយើងមិនអាចទុកឲ្យពួកគេបំផ្លាញពិធីជប់លៀងរបស់លោករ៉ាយទេមិនហើយចាប់ពួកគេកុំទុកឲ្យពួកគេរគេច អ្នកណាហ៊ានប៉ះកញ្ញាស្មេកខ្ញុំឆ្ងល់ថាឃ្លូបានទៅជាយ៉ាងណាហើយ លីអាមមកលឿនជំនួយការខាត់តនឹងខ្ញុំកំពុងជាប់អន្ទាក់ ខ្ញុំនឹងទៅដល់ភ្លាម ឃ្លូឯងពិតជាឆាប់ធ្វើខ្លួនស្និទ្ធស្នាលមែនហាឯងបានចែកចង់ជាមួយបរិសជាច្រើនមែនទេក្មេងស្រីរវល់មែនហា ឯងទើបតែលេងលះខ្ញុំហើយមកចែកចង់បរិសជាច្រើនទៀតហើយឃ្លូឯងអស់សង្ឃឹមម្ល៉េះអញ្ចឹងឲ្យខ្ញុំជួយឯងទៅ ឯងគិតថាឯងកំពុងធ្វើអី ខ្ញុំឲ្យឯងត្រជាក់មួយផ្លេតមែនទេពេលមានបរិសទាំងនេះនៅទីនេះហេតុអ្វីបានជាឯងមិនសម្ដែងឲ្យគេមើលប្រហែលជាមានគេចូលចិត្តឯងពិតប្រាកដហាហាហាលោកវ៉ាន់លោកចិត្តទូលីពេកហើយរើចេញទៅប្រុសលេងខ្ញុំទៅ ឲ្យវាមកវិញ គ្រាន់តែរបស់ខ្លែងថោកមានតែមនុស្សគ្មានតម្លៃដូចឯងទេដែលពាក់របស់បែបនោះខ្ញុំប្រឡាក់ដៃតែប៉ាវីអត់ទេនេះជាកាដូដែលលោករ៉ាយរៀបចំយ៉ាងល្អិតល្អន់សម្រាប់កញ្ញាស្មេកជូលៀនខ្ញុំស្នើឲ្យអ្នកចាក់ចេញឥឡូវនេះពិតមកគាត់ខ្ញុំដឹងអ្នកមិនឃើញលុយទេអ្នកមិនចង់ដោះវាចេញទេខ្ញុំខុសអញ្ចឹងឲ្យគ្រប់គ្នាឃើញរឿងនេះអ្នកអាចទាបប៉ុណ្ណាដើម្បីលុយចុះមួយខាំ$10,000ឃ្លូអ្នកថាម៉េចនេះល្អជាងពេលអ្នករៀបការច្រើនណាស់ហើយទាមទារប្រាក់រង្វាន់ថ្ងៃមង្គលការចំនួន$200,000អ្វីអ្នកចង់ឲ្យខ្ញុំធ្វើវាឲ្យអ្នកទេចេញទៅលោករ៉ាយទីបំផុតអ្នកមកដល់ហើយលីអាមលោករ៉ាយ លីអាម អ្នករបួសទេ ខ្ញុំមិនអីទេប៉ុន្តែកងដៃដែលអ្នកឲ្យខ្ញុំបាក់ អ្នកមិនអីក៏ល្អដែរសុំទោសឃ្លូខ្ញុំមកយឺតទៀតហើយ ដូច្នេះនាងពិតជាស្នេហាពិតរបស់លោករ៉ៃមែនលោករ៉ៃយកចិត្តទុកដាក់នឹងនាងខ្លាំងណាស់
ហើយយើងបានបន្ទាបបន្ថកនាងបែបនោះយើងក៏លេហើយ ហេតុអ្វីនាងឃ្លូគ្រាន់តែជាស្ត្រីលែងលេះហេតុអ្វីបរោះអ្នកមានបំផុតយកចិត្តទុកដាក់នឹងនាងខ្លាំងម្ល៉េះ មិនអាចទៅរួចទេនាងច្បាស់ជាគ្រាន់តែជាស្ត្រីដែលខ្ញុំបោះបង់មិនបានលោករ៉ាយចាប់អារម្មណ៍នាងលោករ៉ាយលោកត្រូវបានឃ្លោកបញ្ឆោតនាងរៀបផែនការរៀបការជាមួយខ្ញុំដើម្បីលុយនាងទើបតែលែងលេះខ្ញុំហើយឥឡូវនាងតាមលោកទៀតនាងចង់បានតែលុយនិងឋានៈរបស់លោកប៉ុណ្ណោះ ត្រឹមត្រូវហើយឃ្លូពូកែធ្វើជាអ្នករងគ្រោះបំផុតដើម្បីរកលុយនាងថែមទាំងកុហកថាម៉ាក់នាងឈឺទៀតផង Clue គុំបន្ទោស Julian អូននៅជាមួយគាត់បាន5ឆ្នាំហើយឥឡូវនេះអូនបានរៀបការហើយកុំឲ្យបញ្ហារបស់មីង ម៉ាក់ បិទមាត់ពួកគេទៅលោករ៉ាយលោកពិតជាត្រូវនាងបោកបញ្ឆោតមែន ខ្ញុំចង់ឲ្យនាងជាស្រីរកតែលុយដូចអ្នកទាំងអស់គ្នាថាយ៉ាងហោចណាស់ខ្ញុំនៅតែមានអ្វីដែលនាងចង់បានដើម្បីឲ្យនាងនៅក្បែរខ្ញុំប៉ុន្តែជាអកុសលនាងមិនមែនទេអ្នកធ្លាប់មានសំណាងខ្លាំងណាស់តែត្រូវនាងជ្រើសរើសដោយក្តីស្រឡាញ់យ៉ាងមុតមមប៉ុន្តែអ្នកខ្វាក់ភ្នែកហើយគ្មានបេះដូងមិនដឹងគុណវិបត្តិសារីតែមួយគត់ក្នុងជីវិតរបស់ខ្ញុំ គឺការឲ្យឱកាសមនុស្សថោកទាបដូចអ្នកបានចូលទៅចិត្តនាងហើយធ្វើបាបនាងមិនអាចទេខ្ញុំជាអ្នកដែលនៅជាមួយនាងអស់រយៈពេល5ឆ្នាំខ្ញុំស្គាល់នាងច្បាស់ជាងអ្នក លោកវ៉ាន់សប្រាក់ទាំងអស់ដែលអ្នកបានចំណាយលើខ្ញុំអស់រយៈពេល5ឆ្នាំនេះពូការប្រាក់ក៏មិនទាំងដល់$20000ដែរតាំងពីលែងលះគ្នាមកខ្ញុំបានសងអ្នកវិញទាំងអស់រហូតដល់សេនចុងក្រោយ ខ្ញុំនៅតែមានឯកសារផ្ទេរប្រាក់ដូច្នេះប្រាប់ខ្ញុំមកតើខ្ញុំបានអ្វីពីអ្នកពិតប្រាកដ តិចជាង$20000នោះតិចជាងប្រាក់ដែលខ្ញុំឲ្យអ្នកបម្រើរបស់ខ្ញុំក្នុងមួយឆ្នាំអ្នកកំណះណាហើយអ្នកឲ្យនាងថាអ្នកស្រឡាញ់តែលុយខ្ញុំភ្នាល់ថាលុយនោះទៅចិញ្ចឹមស្រីកំណានរបស់អ្នក ឈប់និយាយទៅឈប់ធ្វើខ្លួនធំបើអ្នកមិនលោភលន់លុយខ្លាំងពេកហេតុអ្វីបានជាអ្នកទាមទារប្រាក់រង្វាន់ថ្ងៃមង្គលការហើយព្យាយាមគំរាមកំហែងយក$200,000ពីខ្ញុំ ខ្ញុំបានប្រាប់អ្នកតាំងពីយូរមកហើយថាប្រាក់$200,000នោះជាប្រាក់ដែលខ្ញុំប្រមូលទុកសម្រាប់ថ្លៃព្យាបាលម្ដាយខ្ញុំ ម្ដាយអ្នកមានសុខភាពល្អហើយនាងតែងតែមានសុខភាពរឹងមាំជានិច្ចម្ដេចក៏នាងត្រូវការវះកាត់$200,000ដែរឃ្លូអ្នកមិនអាចរកលេខថ្មីជាងនេះបានទេកុំចាត់ទុកអ្នកគ្រប់គ្នាដូចមនុស្សល្ងង Julian ម្ដាយខ្ញុំស្លាប់ហើយ អ្នកទើបតែនិយាយអ្វី ព្រោះអ្នកមិនព្រមឲ្យខ្ញុំខ្ចីលុយ$200,000នោះទេខ្ញុំមិនអាចឲ្យនាងវះកាត់បានទាន់ពេលទេនៅទីបំផុតនាងស្លាប់នៅថ្ងៃដែលអ្នកនឹងសាមន្ថាបានដឹងរឿងកូនក្រៅខ្នាត ម្ដាយអ្នកឈឺទៀតហើយមែនទេហេតុអ្វីមិននិយាយត្រង់ថានាងស្លាប់ទៅរួចសុំលុយខ្ញុំសម្រាប់ថ្លៃបុណ្យសពឆ្ងាញ់មកថាខ្ញុំចង់បានទៀត ពីនេះទៅ Julian បើអ្នកចង់បានទៀតមករកខ្ញុំបានខ្ញុំនឹងចំអិនឲ្យអ្នក ទេមិនអាចទេនេះមិនអាចទៅរួចទេតើខ្ញុំបានធ្វើអ្វីយកវាមក Julian ខ្ញុំខ្លាចឆាប់ឲ្យគេយករបស់នេះចេញទៅលោកស្រីស្មេកខ្ញុំសុំទោសខ្ញុំពិតជាមិនដឹងទេខ្ញុំមិនដឹងថាអ្នកឈឺធ្ងន់បែបនេះទេខ្ញុំគិតថាឃ្លូខ្ញុំខ្វាក់ទាំងស្រុងខ្ញុំមិនមានចេតនាឲ្យលោកស្រីស្មេកស្លាប់ទេតើអ្នកអាចអត់ទោសឲ្យខ្ញុំបានទេតោះចាប់ផ្ដើមជាថ្មីចាប់ពីពេលនេះទៅខ្ញុំនឹងប្រព្រឹត្តល្អជាមួយអ្នកខ្ញុំនឹងអុជធូបឲ្យលោកស្រីស្មេករៀងរាល់ថ្ងៃហើយសង់ភ្នូរដ៏ល្អបំផុតជូននាង កុំនិយាយពីម្ដាយខ្ញុំវាធ្វើឲ្យខ្ញុំខ្ពើមការសុំទោសរបស់អ្នកវាគ្មានតម្លៃទេ ឃ្លូ
គ្រូក្នុងនាមទំនាក់ទំនងរយៈពេល5ឆ្នាំរបស់យើងសូមឲ្យខ្ញុំឱកាសមួយទៀតមិនអីទេសម្រាប់អ្វីដែលអ្នកបានធ្វើចំពោះនាងស្លាប់10000ដងក៏មិនគ្រប់គ្រាន់ដែរហើយអ្នកនៅតែហ៊ានសុំការអភ័យទោសពីនាងទៀតឬលីអាមអ្នកគ្រាន់តែជាពស់ដែលឆ្លៀតឱកាសខ្ញុំជាជូលៀនវ៉ាន់ខ្ញុំប្រហែលជាគ្មានអំណាចខ្លាំងក្លាដូចអ្នកទេប៉ុន្តែតាមរយៈការខិតខំផ្ទាល់ខ្លួនរបស់ខ្ញុំអស់ជាច្រើនឆ្នាំខ្ញុំបានបង្កើតកន្លែងឈរឈ្មោះនៅទីក្រុងឆ្នេរឥឡូវនេះឲ្យគ្រូត្រឡប់មករកខ្ញុំវិញបើមិនដូច្នេះទេខ្ញុំនឹងប្រយុទ្ធជាមួយក្រុម Horizon រហូតដល់ទីបញ្ចប់ មែនហើយឥឡូវក្រុម Vans គឺជាក្រុមហ៊ុនឆានមកគេប្រសិនបើវាពិតជាឈានដល់ចំណុចនោះលោករ៉ាយប្រហែលជាត្រូវចំណាយថ្លៃដល់ធ្ងន់ លោកវ៉ាន់អ្នកវិតម្លៃខ្លួនឯងខ្ពស់ពេកហើយប្រសិនបើលោករ៉ាយមិនបានធ្វើដូច្នេះដើម្បីប្រយោជន៍កញ្ញាស្មេកបានរៀបចំអ្វីនៅពីក្រោយឆាកជាមួយសមត្ថភាពមានកម្រិតរបស់អ្នកក្រុមវ៉ាន់សរបស់អ្នកនឹងខ្សែធនតាំងពីយូរមកហើយទេមិនអាចទេ គ្រប់ពេលនេះអាជីពរបស់ Julian ត្រូវបានឧបត្ថម្ភដោយសម្ងាត់ដោយគូប្រជែងស្នេហារបស់គាត់ មិនអាចទៅរួចទេក្រុមវ៉ាន់សប្តាហ៍ថ្ងៃនេះត្រូវបានបង្កើតឡើងដោយឈាមញើសនិងទឹកភ្នែករបស់ខ្ញុំផ្ទាល់តើវាតាក់ទងអ្វីនឹងអ្នកលីអាមហេតុអ្វីមិនមើលទៅលោករ៉ាយស្រឡាញ់កញ្ញាស្មេកខ្លាំងណាស់បន្ទាប់ពីឃើញអ្នកទាំងពីរនៅជាមួយគ្នាទោះបីជាវាធ្វើឲ្យគាត់ខកចិត្តក៏ដោយគាត់អាចគាំទ្រអ្នកតែក្នុងលក្ខកំបាំងដោយខ្លាចថាប្រសិនបើអ្នកដួលកញ្ញាស្មេកនឹងខកចិត្តគាត់បានធ្វើច្រើនជាងអ្នកដែលជាអតីតស្វាមីរបស់នាងជំនួយការខាតតនេះសុទ្ធតែជាលេសដែលបានរៀបចំទុកជាមុនមែនទេដើម្បីលបួងគ្រូអ្នកថែមទាំងហ៊ានយកកិត្តិយសសម្រាប់អ្វីគ្រប់យ៉ាងដែលខ្ញុំបានកសាងនៅក្នុងក្រុមវ៉ាន់តើអ្នកគិតថាអ្នកគ្រប់គ្នាជាមនុស្សល្ងងឬលោកវ៉ាន់លោកនឹងមិនជឿទេរហូតដល់ឃើញផុសតាងទៅចុះបាក់វានេះជាផុសតាងរបស់ក្រុមវ៉ាន់ប្រតិបត្តិការខុសច្បាប់ក្នុងរយៈពេល5ឆ្នាំកន្លងមករួមទាំងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុនិងការបោកបញ្ឆោតពាណិជ្ជកម្មក៏ដូចជាគម្រោងដែលកំពុងដំណើរការទាំងអស់របស់វាដែលពឹងផ្អែកលើបណ្ដាញរបស់ក្រុម Horizon និង Antien ចាប់ពីពេលនេះទៅខ្ញុំនឹងដកការវិនិយោគរបស់ខ្ញុំទាំងស្រុងបញ្ចប់កិច្ចសហការហើយបញ្ជូនភស្តុតាងនេះទៅអាជ្ញាធរពាក់ព័ន្ធអញ្ចឹងអ្នកបានរួមដៃជាមួយខ្ញុំតាំងពីដើមដំបូងគ្រាន់តែដើម្បីដាក់អន្ទាក់ខ្ញុំជូលៀនអ្នកនិងក្រុមវ៉ាន់របស់អ្នកនឹងបាត់ខ្លួនទាំងស្រុងពីទីក្រុងឆ្នេរបន្ទាប់ពីថ្ងៃនេះជូលៀនអ្នកគិតវិធីណាមួយមើលអ្នកពិតជាមិនខ្សែធនទេមែនទេ ឃ្លោសូមជួយខ្ញុំផង លែងខ្ញុំទៅខ្ញុំមានផ្ទៃពោះ នាំមនុស្សទាំងអស់នេះចេញទៅផ្ទៀងផ្ទាត់សម្រាប់អ្នកណាដែលទើបតែធ្វើបាបឃ្លោរំលាយអាជីវកម្មគ្រួសាររបស់ពួកគេផងដែរគ្មានការអត់អន់ទេ លោករ៉ាយវាគ្រាន់តែជាការយល់ច្រឡំជាមួយកញ្ញាស្មិតប៉ុណ្ណោះសូមផ្ដល់ឱកាសពូយើងម្ដងទៀត ឃ្លោតើខ្ញុំអាចរាំជាមួយអ្នកបានទេទាំងអស់នេះជារបស់ខ្ញុំអ្នកមានសិទ្ធិអ្វីយករបស់ខ្ញុំប្រគល់ការបូកអ្នករចនាម៉ូដកំណត់បរិមាណរបស់ខ្ញុំមកវិញសូមសហការក្រោមដីកាបង្កក់ទ្រព្យសម្បត្តិវីឡានេះនិងអ្វីទាំងអស់នៅក្នុងនោះត្រូវបានគេយកទៅលក់ដេញថ្លៃហើយកុំញ៉ៃញ៉ៃជាមួយរបស់ខ្ញុំនឹងយកទាំងអស់នេះមកវិញអ្នកនឹងឃើញវីឡានេះកំពុងត្រូវបានបិទថ្ងៃនេះជាដីការជំលះអ្នកទាំងពីរត្រូវចាកចេញមុនម៉ោង 6 ល្ងាចថ្ងៃនេះដោយយកតែរបស់របរផ្ទាល់ខ្លួនបើមិនដូច្នោះទេយើងនឹងចាត់វិធានការផ្លូវច្បាប់ ជូលៀនយើងត្រូវធ្វើអ្វីទៅគិតវិធីអ្វីមួយមកឲ្យលឿនអ្វីមួយ អូមីយ៉ាអ្នកច្បាស់ជាមានលុយសន្សំខ្លះហុចមក ខ្ញុំគ្មានលុយទេលែងដៃ ខ្ញុំបានឲ្យអ្នករាប់សិបលានដុល្លារសរុបអ្នកធ្លាប់ថាអ្នកមិនចូលចិត្តចាយលុយដូច្នេះអ្នកច្បាស់ជាសន្សំទាំងអស់យកមកខ្ញុំនៅតែអាចបង្វែរស្ថានភាពបាន ញាក់ឡើងជូលៀនពេលនេះអ្នកគ្រាន់តែជាអ្នកចាញ់ដែលគ្មានអ្វីសោះគ្មានកន្លែងដេកហើយអ្នកគិតថាអាចបង្វែរស្ថានភាពបានសុបិនទៅ មីយ៉ា ខ្ញុំបានចាយលុយទាំងអស់នោះអស់យូរហើយបោះបង់ចោលទៅ
មីយ៉ាអ្នកនិយាយអ្វីមិនដេចក៏ឯងប្រែប្រួលភ្លាម ខ្ញុំតែងតែបែបនេះឯងបើមិនមែនឯងព្រមចាយលុយឲ្យខ្ញុំពីមុនទេសម្លាញ់អួតខ្លួនឯងខ្ញុំជាចិត្តគ្រាន់តែឃើញឯង មិនអាចទេឯងច្បាស់ជាស្រឡាញ់ខ្ញុំអញ្ចឹងយើងនៅតែមានកូនមិនមែនទេ កូននេះគ្រាន់តែជាគ្រឿងចរចាដ៏មានតម្លៃបំផុតរបស់ខ្ញុំពិតណាស់វាคล้ายទេបើមិនដូច្នេះទេមិនដេចក៏ឯងចេញចិត្តធំម្លេះ អញ្ចឹងឯងជាមនុស្សដែលធ្វើអ្វីក៏បានដើម្បីលុយហ្នឹងសម្លាញ់ បើមិនលុយទេខ្ញុំចង់បានអ្វីទៀតឯងគិតថាខ្ញុំដូចខ្លួនល្ងងនោះមែនទេចង់បានស្នេហារបស់ឯង ឯងមិនសមនិយាយឈ្មោះឃ្លូទេបើមិនមែនឯងទេនាងក៏មិនបោះបង់ខ្ញុំចោលដែរ សម្លាញ់កាលពីមុនពេលឃ្លោឲ្យអ្វីទាំងអស់ដល់ឯងរឹងថានាងចាប់អារម្មណ៍តែលុយឯងបង្ខំនាងឲ្យញ៉ាំអាហារឆ្កែហើយពេលម្ដាយនាងស្លាប់ឯងនាំខ្ញុំទៅពិនិត្យផ្ទៃពោះពេលនេះឯងធ្វើពុតជាលះបង់សម្រាប់អ្នកណា ញ៉ាំទៅមិនមែនឯងគិតតែពីលុយទេឲ្យខ្ញុំធ្វើឲ្យឯងត្រជាក់ចុះដោយមានបរិសច្រើននៅទីនេះសម្ដែងឲ្យគេមើលល្អប្រហែលជាមានម្នាក់ចូលចិត្តឯងមែនលោកវ៉ាន់ចេញចិត្តធំមែន ឃ្លូខ្ញុំសុំទោស លោក Vance មេធាវីថាយើងត្រូវរកចេញមុនម៉ោង 6 បើមិនដូច្នោះទេគេនឹងបណ្ដេញយើងចេញ ចាក់ចេញមិនអាចទេគ្រាន់តែខ្សែធនមិនអីទេខ្ញុំនឹងយកអ្វីទាំងអស់មកវិញចាំមើល អ្នកក្រក់ឡើងទៅចាប់តាមខ្ចប់វ៉ាន់ទៅ គ្រាន់តែឲ្យឃ្លូធ្វើឲ្យខ្ញុំទៅក្បាលខ្ញុំវិលមែនហើយនាងលេងចង់ជាមួយខ្ញុំហើយយើងនៅជាមួយគ្នាអស់5ឆ្នាំមិនបាននាងអាចត្រជាក់ចិត្តម្លេះស្រាប់តែក្រោកចាក់ចេញបែបនេះមកថាតើអ្នកគិតថានាងធ្លាប់ស្រឡាញ់ខ្ញុំពិតប្រាកដដែរឬទេ តែមិនមែនអ្នកឯងទេដែលបណ្ដេញលោកស្រីចេញ អស់រយៈពេលប៉ុន្មានឆ្នាំនោះរាល់ពេលដែលអ្នកទៅធ្វើការនៅក្រៅលោកស្រីតែងតែខ្ចប់អេវ៉ាន់ឲ្យអ្នកផ្ទាល់រហូតដល់រាល់ព័ត៌មានលម្អិតតូចតាចមិនដែលភ្លេចអ្វីទេជូលៀនមិនដែលអាចទ្រាំនឹងកន្សែងសន្តាគារបានទេអូមែនហើយថ្នាំក្រពះរបស់គាត់ គាត់ឈឺក្រពះពេលផ្លេចបាយពេលអ្នកនឹងលោក Vance រៀបការគ្នាអ្នកនឹងមានសុខមង្គលខ្លាំងណាស់បន្ទាប់ពីអ្នកស្រវឹងនៅក្នុងអាហារពេលល្ងាចចំនួននាងនឹងនៅក្បែរអ្នកដោយស្ងៀមស្ងាត់ហើយមើលថែអ្នកពេញមួយយប់កញ្ញាស្មៃថ្នាំបាត់ស្រវឹងដែលអ្នកសុំឲ្យខ្ញុំធ្វើគឺរួចរាល់ហើយស្នេហារបស់នាងចំពោះអ្នកគឺនៅក្នុងរឿងទុកតាច់អ្នកមិនដែលបានគាត់សម្គាល់ទេហើយអ្នកមិនដែលឲ្យតម្លៃវាទេផ្លាមបន្ទាប់ពីរៀបការអ្នកបានធ្វើឲ្យនាងអាម៉ាគ្រប់វិធីអ្នកថែមទាំងធ្វើឲ្យនាងបាត់បង់ម្ដាយរបស់នាងទៀតលោក Vance អ្នកជាអ្នកដែលមិនដែលឲ្យតម្លៃនាង ខ្ញុំបានធ្វើខុសចំពោះនាងខ្ញុំខុសហើយដល់ពេលកំណត់ហើយលោកវ៉ាន់ដោយសារអ្នកមិនបានរើចេញទាន់ពេលយើងត្រូវតែចាត់វិធានការអនុវត្តឃ្លូទេកន្លែងនេះផ្ទុកនៅការចងចាំទាំងអស់របស់ឃ្លូនិងខ្ញុំអ្នកមិនអាចបណ្ដេញខ្ញុំចេញបានទេ លីអាមក្នុងរយៈពេលត្រឹមតែ5ឆ្នាំអ្នកបាននាំក្រុមហ៊ុនរបស់អ្នកទៅកំពូលនៃទីផ្សារពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ គ្រាន់តែមានសំណាងចាប់បានរលក ទោះយ៉ាងណាខ្ញុំចាំថាកាលពីនៅក្មេងអ្នកច្បាស់ជាមិនចូលចិត្តលេងហ្គេមទេដូច្នេះហេតុអ្វីបានជាអ្នកជ្រើសរើសធ្វើការក្នុងវិស័យហ្គេមឥឡូវនេះ ព្រោះអ្នកចង់ ខ្ញុំទេ អ្នកបាននិយាយកាលពីអ្នកនៅតូចអ្នកចង់បង្កើតហ្គេមដោយខ្លួនឯងហើយឲ្យខ្ញុំជួយអ្នកធ្វើឲ្យវាជោគជ័យធំនៅពេលខ្ញុំធំឡើង ដូច្នេះគ្រាន់តែដោយសារពាក្យសម្ដីធម្មតារបស់ខ្ញុំអ្នកពិតជាចាប់ផ្ដើមក្រុមហ៊ុនហ្គេមមែនទេ កញ្ញាស្មេតរាល់ពាក្យដែលអ្នកនិយាយលោករ៉ាយចាត់ទុកដូចជាពាក្យស័ក្តិសិទ្ធិហើយរក្សាទុកក្នុងចិត្តអ្នកមិនដឹងទេថាគាត់ខំប្រឹងប្រែងយ៉ាងណាសម្រាប់ពាក្យសម្ដីធម្មតាមួយម៉ាត់របស់អ្នកកាលពីពេលនោះគាត់ស្ទើរតែបោះបង់ ឃ្លូខ្ញុំបានធ្វើអ្វីទាំងអស់នេះដោយស្ម័គ្រចិត្តកុំពិបាកចិត្តពីរឿងនេះប៉ុន្តែប្រសិនបើរឿងណាមួយនេះធ្វើឲ្យអ្នកមិនស្រួលគ្រាន់តែប្រាប់ខ្ញុំ មិនមែនតតែសោះលីអាមរាល់ថ្ងៃតាំងពីយើងបានជួបគ្នាវិញខ្ញុំសប្បាយចិត្តខ្លាំងណាស់
ម៉ោងបាយថ្ងៃត្រង់ខ្ញុំកំពុងចេញទៅ ឃ្លូតោះទៅញ៉ាំបាយ ល្អណាស់ខ្ញុំពាក់ឈុតនេះនៅទីនេះតើវាមិនប្លែកបន្តិចទេ វាគ្រាន់តែជាអាហារថ្ងៃត្រង់ពាក់អ្វីដែលអ្នកចង់ អ្នកនិយាយត្រូវ សុំទោសលោកវ៉ាន់ខ្ញុំមិនសូវពូកែជាមួយឡានរបស់លោកទេលោកត្រូវចតវាដោយខ្លួនឯងខ្ញុំទៅចតឡានមុន អូខេឃ្លូហេតុអ្វីឈរតែម្នាក់ឯងនៅទីនេះហើយស្លៀកពាក់យ៉ាងអន់ដូច្នេះអីលោករ៉ាយធុញទ្រាន់ហើយបោះបង់អ្នកហើយអ្វីដែលខ្ញុំស្លៀកពាក់ពេលញ៉ាំមិនមែនជារឿងរបស់អ្នកទេនេះជាភោជនីយដ្ឋានដែលប្រណីតបំផុតនៅក្នុងទីក្រុងឆ្នេរទាំងមូលអ្នកស្រុកដូចអ្នកប្រហែលជាពេលអ្នកចូលទៅភ្លាមគេនឹងបណ្ដេញអ្នកចេញដូចអ្នកសុំទាន ញាតិសន្តានរបស់អ្នកហេតុអ្វីមិនដែលណាស្គាល់មិត្តស្រីស្អាតបែបនេះ នាងមិនមែនជាមិត្តរបស់ខ្ញុំទេ Kevin អ្នកមិនដឹងថានាងមកខ្វក់ប៉ុណ្ណាទេនាងគ្មានសីលធម៌ពេលនិយាយពីលុយទេសាមញ្ញថាតើអ្នកដឹងទេថាអ្វីទៅជាការបរិហាគេថាអីខ្លួនឯងធ្វើអាក្រក់តែខ្លាចអ្នកអតីតដឹងតើ Julian ដឹងទេថាអ្នកឲ្យកូនរបស់អ្នកឪពុកម្នាក់ទៀត គុណម្នាក់ Kevin កុំស្ដាប់រឿងមិនសមហេតុសមផលរបស់នាងនាងកំពុងបរិហាគេខ្ញុំ មើលទៅខាងក្រៅបរិសុទ្ធណាស់បែរជាគេប្រារព្ធទៅហើយសុំលុយខ្ញុំមិន ខ្ញុំបានចាយអស់ហើយ សំឡាន អ្នកកំពុងធ្វើអី Kevin ខ្ញុំពិតជាគ្មានលុយទេចុះយ៉ាងណាបើខ្ញុំឲ្យនាងទៅអ្នកសាមញ្ញថាអ្នកឈួតហើយឲ្យខ្ញុំទៅ មិនអីទេខ្ញុំចូលចិត្តដំណាក់នេះ អូកុំប៉ះខ្ញុំ សាកល្បងប៉ះនាងមើលថានឹងកើតអី អញហ៊ានវាខ្ញុំមែនទេ អ្នកមិនអីទេគាត់ធ្វើបាបអ្នកមែនទេ ស្រីថបទៀតខ្លួននោះមានសិទ្ធិអ្វីខ្ញុំប្រាប់អ្នកថាប្អូនថ្លៃខ្ញុំជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនរបស់បរិស័ទមានបំផុតលីអាមថ្ងៃនេះហែងហ៊ានវាខ្ញុំនឹងធ្វើអាឡែងស្ដាយក្រោយ គាត់នៅនាយកដ្ឋានណា នាយកដ្ឋានរដ្ឋបាលក្រមលោករៃលុតចង្គង់ឲ្យសំទោសឥឡូវនេះគ្រាន់តែខ្ញុំនិយាយមួយម៉ាត់ហើយឯងនឹងត្រូវបញ្ចប់នៅទីក្រុងឆ្នេរ ស៊ើបអង្កេតរឿងមិនស្អាតរបស់អ្នកគ្រប់គ្រងនាយកដ្ឋានធនធានមនុស្សធ្វើឲ្យគាត់លាបត្រដាងអ្វីទាំងអស់ហើយបណ្ដេញគាត់ចេញ ឯងខ្លំទេខ្ញុំថាលុតចង្គង់អែនហើយណាហើយខ្ញុំជាសមាជិកនៅទីនេះឯងយឺតណាស់ទើបមកបម្រើខ្ញុំចាប់ខ្លួនក្មេងអាក្រក់នេះ ខ្ញុំពិតជាសុំទោសលោករ៉ាយខ្ញុំរារាំងពួកគេមិនទាន់លោករ៉ាយខ្ញុំសុំទោស វាជាកំហុសរបស់ខ្ញុំដែលមិនបានរៀបរៀងពួកគេតាន់ពេលណា Kevin តើអ្នកធ្វើបាបលោករ៉ាយដោយរបៀបណា អ្វីទាំងអស់អំពីខ្ញុំត្រូវបានលាតត្រដាងគ្រួសារខ្ញុំទាំងមូលនឹងជាប់គុកលោករ៉ៃខ្ញុំកុសហើយខ្ញុំប្រកាសភ្នែកមិនឃើញថាខ្ញុំកំពុងតាក់ទងជាមួយអ្នកណាសូមអភ័យទោសឲ្យខ្ញុំដឹងនេះខ្ញុំអង្វរណាដោយលុតចង្គង់ នាំគាត់ចេញទៅសុំទោសខ្ញុំបរាជ័យក្នុងការការពារអ្នកម្ដងទៀត លោកហេតុអ្វីបានជាអ្នកមានជីវិតល្អម្ល៉េះ ឃ្លូ ឃ្លូ អាលីអាមដៃអ្នកមិនដែរ ខ្ញុំមិនអីទេកុំបារម្ភ ស
សម្លាញ់ទៅតែវាខ្ញុំមែនទេពីមុនព្រោះយើងទាំងពីរជាស្រីខ្ញុំមិនប៉ងសងសឹកអ្នកទេប៉ុន្តែឥឡូវខ្ញុំដឹងហើយអ្នកមិនសមនឹងទទួលក្តីមេត្តាបន្តិចសោះតើអ្នកគិតថាអ្នកជានរណាតែធ្វើខ្លួនជាធំហើយអ្វីបានជាអ្នកបានឯកសិទ្ធិទាំងអស់តែខ្ញុំមិនបានអ្វីសោះអ្នកជាអ្នកជ្រើសរើសខ្លួនឯងអ្នកជ្រើសរើសការភូតភរនិងរាងកាយរបស់អ្នកដើម្បីដើរផ្លូវកាត់នេះជាកំហុសរបស់អ្នកកុំធ្វើជាអ្នកស្លូតតើជូលៀនមិនបានបោកបញ្ឆោតអ្នកអស់រយៈពេល5ឆ្នាំដែរទេលោករ៉ាយតើលោកពិតជាចូលចិត្តឬរបស់ដែលអ្នកអតីតបោះបង់ចោលមែនទេ ទាំងនេះជាផ្នែកមួយនៃជីវិតរបស់នាងខ្ញុំនឹងស្ដាយតែមិនបានបង្ហាញខ្លួនក្នុងជីវិតនាងឆាប់ជាងនេះដើម្បីការពារនាងពីមនុស្សថោកទាបដូចអ្នកសួស្ដីខ្ញុំចង់រាយការណ៍ពីបទល្មើសមួយមាននរណាម្នាក់នៅច្រកចូលទិដ្ឋភាពដ៏អស្ចារ្យកាន់អាវុធតើចិត្តអ្នកចង់ធ្វើបាបសូមមកទីនេះផងអញ្ចឹងទៅជាហៅប៉ូលីសទៅខ្ញុំមិនបានធ្វើបាបនាងទេច្រើនបំផុតក៏គ្រាន់តែជាប់គុកប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនោះខ្ញុំនឹងធ្វើឲ្យប្រកាសថាក្រុមគ្រួសារមិត្តភ័ក្តិគ្រូបង្រៀនរបស់អ្នកនិងអ្នកទាំងអស់ដែលស្គាល់អ្នកតាំងពីកុមារភាពបានដឹងពីអ្វីដែលអ្នកបានធ្វើអស់រយៈពេលប៉ុន្មានឆ្នាំនេះនិងអំពើខ្វក់ដែលអ្នកបានធ្វើពេលនោះទៅណាក៏ដោយមនុស្សនឹងនិយាយពីអ្នកហើយស្ដោះដាក់អ្នកតោះទៅទេលោករ៉ាយ ខ្ញុំនឹងមិនធ្វើវាទៀតទេសូមឲ្យខ្ញុំទៅផងជូលៀនតើអ្នកកំពុងព្យាយាមយកឃ្លុំវិញទេខ្ញុំអាចជួយអ្នកបានតារាប់ណាលីអាំមិនចូលចិត្តនាងគាត់ប្រកាសជាមិនខ្វល់ពីខ្ញុំទេតោះធ្វើការជាមួយគ្នាខ្ញុំបាត់បង់សិទ្ធិជាយូរមកហើយដើម្បីបង្ហាញខ្លួននៅចំពោះមុខនាងរឿងតែមួយគត់ដែលខ្ញុំនៅតែអាចធ្វើសម្រាប់នាងគឺធ្វើឲ្យអ្នកចេញពីជីវិតនាងជារៀងរហូតជូលៀនអ្នកគ្រាន់តែជាមនុស្សថោកទាបដែលក្បត់ប្រពន្ធរបស់អ្នកគ្រាន់តែដោយសារខ្ញុំលបួងអ្នកឈប់សម្ដែងជារ៉ូមេអូទៅបើអ្នកមិនសហការទេលែងខ្ញុំទៅអ្នកខ្លងទេជូលៀនអ្នកចាញ់ឲ្យអ្នកសុំនឹងខ្សែធនអ្នកសុំនឹងត្រូវឃ្លូចាក់ចេញពីអ្នកមែនហើយខ្ញុំពិតជាសុំនឹងទទួលវាមែនយើងទាំងពីរជាមនុស្សថោកទាបដូចគ្នាតោះទៅយើងនឹងទៅនរកជាមួយគ្នាទេខ្ញុំមិនចង់ទៅគុកទេលែងខ្ញុំទៅមនុស្សឈួតលែងខ្ញុំទៅមានរឿងអ្វីគ្មានអ្វីទេខ្ញុំឃើញមនុស្សមិនសំខាន់ម្នាក់បើគេមិនសំខាន់កុំគិតពីគេញ៉ាំទៅពីនេះទៅមានតែរឿងរីករាយទេអូខេចប់